Cái này cầu nó một lộn nhiều cái này cầu chặt ta rau thầm mì thua cứ côទាំងlại buồnประการอายุวันนะสุขะเป็นแหละวอทันประรบกรรมวิธีบนภูมิชนำដើម្បីឧទ្ទិសបុណ្យកុសលជូនចំពោះឧបាសកសម្បូរព្រមទាំងញាតិសន្តានដែលបានលះលោកនេះទៅកាន់បរលោកនេះហើយក្នុងនោះមានអ្នកក្តាមបុណ្យគឺអ្នកស្រីចាយគឿនត្រូវជាភរិយានៃសពអ្នកស្រីបូកេងនិងស្វាមីព្រមទាំងបុត្រអ្នកស្រីបូគៀងនិងស្វាមីព្រមទាំងបុត្រអ្នកស្រីបូកែវនិងស្វាមីព្រមទាំងបុត្រលោកបូបុលលោកបូថងនិងភរិយាព្រមទាំងបុត្ររួមជាមួយសាច់សាលហិតយិត្តមិត្តសម្លាញ់ទាំងអស់ដែលបានជើញមកនិងប្ររពកម្មវិធីបុណ្យតក្កិណានុប្បទានគម្រប់ខួប1ឆ្នាំនៅក្នុងវេលាគ្រាឱកាសនេះហើយពេលនេះជាពេលកម្មវិធីស្ដាប់នៅព្រះធម៌ទេសនារបៀបសង្កេយនាក្រេ3មានអ្នកសួរមានអ្នកឆ្លើយហើយទេសនានឹងទេសនាចាំលោកអានត្រៃញាតិញោមលោកមើលម៉ោងច្រឡំញាតិញោមលោកតាមុនម៉ោង1ទៅម៉ោងលោកងាប់ទៅមើលអត់ត្រូវស្មានតែម៉ោងមកដណ្ដប់អញ្ចឹងលោកមើលម៉ោងច្រឡំលោកមកយឺតឥឡូវហ្នឹងអាចារ្យទាំងញាតិញោមថាទេសបដាទៅមើលមកបានលោកមកដល់ញាតិញោមនឹងញាតិញោមទាំងអស់គ្នាហើយ
របៀបទេសនាសង្កេយនីក្រែ3នេះពុទ្ធបរិស័ទធ្លាប់បានដឹងហើយជាពិសេសញាតិញោមនៅទីនេះក៏បានធ្លាប់ស្ដាប់យល់ចូលចិត្តហើយមានការតែងតាំងខនិកនាមរបៀបមានអ្នកសួរនិងអ្នកឆ្លើយរឿងទេសនាក្រែ3នេះរៀបរាប់បន្តិចចុះថាមុននឹងការកាត់ឡើងក្រោយអំពីព្រះពុទ្ធអង្គបរិនិព្វានទៅប្រមាណ3ខែព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានទៅបាន3ខែបានព្រះមហាកាសពនឹងលោកប្រមូលភិក្ខុសង្ឃជួបជុំគ្នាប្រារព្ធធ្វើបឋមសង្កេយនានៅនីឯគុហាភ្នំវេភិរៈបច្ចុប្បន្នប្រទេសឥណ្ឌាភ្នំនឹងនៅមានទល់បច្ចុប្បន្នញាតិញោមភ្នំនឹងនៅមានទល់បច្ចុប្បន្នហើយរូងដែលធ្វើបឋមសង្កេយនានឹងនៅមានទល់បច្ចុប្បន្នហ្នឹងគ្រាន់តែថាវាបាក់វាអីខ្លះទៅនៅសល់តូចណាញាតិញោមភ្នំវេភិរៈនឹងពោះញាតិញោមឡើងតតែយ៉ាប់ពីគុំអីមែនតែនអញ្ចឹងដើមហេតុរឿងកើតលោកទេសនា3អង្គហ្នឹងប្រវត្តិដើមហេតុហ្នឹងអញ្ចេះដោយសារមានសាវករបស់ព្រះមហាកាសពហ្នឹងមួយអង្គពីដើមធ្វើជាជាងកាត់សក់ញាតិញោមនៅនេះមានញាតិញោមធ្វើជាងកាត់សក់ដែរញាតិញោមពីដើមឡើយលោកតាហ្នឹងធ្វើជាងកាត់សក់ដល់ទៅពេលចង់ទៅបួសទៅឲ្យគេទុកកត្រៃទុកអីនឹងជួលអីគេទៅហើយបានប្រាក់ថវិកាទៅនិមន្តព្រះពុទ្ធអង្គយាងទៅប្រគេនបបរយាគូបបរពេលព្រឹកហ្នឹងព្រះអង្គសួរថាភិក្ខុឯងបានប្រាក់ពីណាមកធ្វើថាខ្ញុំកណាលក់កត្រៃខ្លះឲ្យជួលគេខ្លះអីខ្លះទៅព្រះពុទ្ធអង្គលោកអត់ទទួលបបរយាគូភិក្ខុហ្នឹងសុផាត់ភិក្ខុពោះចាស់ហ្នឹងញាតិញោមអញ្ចឹងលោកចងគំនុំជាមួយព្រះពុទ្ធអង្គលោកចងគំនុំណាដល់អញ្ចឹងទៅព្រះពុទ្ធយាងចូលទៅពៀនទៅទេវតាទម្លាក់ការលើមេឃមកដើមបរិឆ័ទទៅព្រឹកអីទៅមានព្រាហ្មណ៍ម្នាក់កាន់ហើយព្រះកាសពលោកដឹងថាព្រះពុទ្ធបរិនិព្វានតែលោកអត់ទាន់ទៅទេដល់អញ្ចឹងទៅញាតិញោមជ្រាបហើយថាពេលហ្នឹងក៏ស្រាប់តែព្រះអង្គក៏លោកសួរនាំដឹងរឿងបានភិក្ខុហ្នឹងឯពោលថាបានព្រះពុទ្ធបរិនិព្វានទៅល្អហើយកុំឲ្យលោកយើងពិបាកគោរពធម៌គោរពវិន័យលុបជង្គង់លុបក្រាបនាំពិបាកអីទៀតបរិនិព្វានទៅព្រះមហាសមណៈហ្នឹងរឿងហេតុប៉ុណ្ណេះដែលក្រោយអំពីព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅបានកើតរឿងទេសនាក្រែ3ហ្នឹងប៉ុន្តែកាលនោះនាគកថាដែលទៀងទាត់ពធัวមិនមែន4អង្គដូចយើងទេណាញាតិញោមមិនមែន4អង្គដូចយើងបច្ចុប្បន្នទេកាលនោះព្រះមហាកាសពជ្រើសរើសរកបុគ្គលដែលត្រូវធ្វើសង្កេយនាទី1អង្គណាជាឯកតកៈលើកផ្នែកខាងព្រះវិន័យអង្គណាជាកម្ពុជាឯកតកៈខាងព្រះសូត្រនិងព្រះអភិធម្មចឹងទៅក៏ឃើញទៅហើយក៏ចាត់ចែងឲ្យព្រះឧបល័យនឹងមួយចាត់ចែងឲ្យព្រះអនន្តមួយកាលនោះព្រះអនន្តនៅជាសិក្ខបុគ្គលថ្នាក់សតាអញ្ចឹងដោយសារយល់ថាព្រះអនន្តនឹងជាឧបថាកៈពុទ្ធអង្គហើយព្រះអនន្តនឹងរៀនពធអំពីពុទ្ធអង្គផ្ទាល់ 82000 បឋមខណ្ឌរៀនពីព្រះអរហន្ត 2000 បឋមខណ្ឌទៀតបាន 84000 បឋមខណ្ឌលោករៀនចប់ហើយញាតិញោមនឹងហើយអ្នកដែលផ្ទៀងទាត់ពធនឹងគឺយកព្រះអរហន្តប្រមាណ500រូប500អង្គណាហើយសុទ្ធតែជាព្រះអរហន្តមានឫទ្ធិអភិញ្ញាបែកបដិធានទាំងអស់ព្រះអរហន្តជាបុគ្គលមិនបែកបដិធានអត់យកទៀតអញ្ចឹងពេលដែលលោកសូត្រព្រះវិន័យលោកប្រកាសសម្ដែងចប់ទៅព្រះអរហន្តទាំង500សូត្រព្រះវិន័យនឹងទៅក៏ក្រើកផែនដីញាតិញោមអស្ចារ្យអញ្ចឹងវិសេសវិសាលរហូតហើយពាក្យដែលលោកសូត្រទាំង500ព្រះអង្គស្មើគ្នាឲ្យតែត្រឹមទៅថាពីរស់រំដំណាទេវតាទាំងឡាយបូជាបបាទអាជាសតុបូជាដោយសក្ការៈគ្រប់យ៉ាងហើយថ្ងៃហ្នឹងទេសនាក្រែ3ហ្នឹងគេតាំងខនិកនាមញាតិញោមអាត្មានិយាយមីក្រូមុនគេនៅកណ្ដាលហ្នឹងតាំងនាមខ្លួនឯងជាព្រះមហាកាសបៈឬមហាកាសពជ័យនាមតកូលរបស់ព្រះអរហន្តហ្នឹងមកដាក់ជាអ្នកមានទូនីតិតែមួយទេគឺពុច្ឆវិកថេមានទូនីតិអ្នកសួរ
តែតាំងអវុសោខាងឆ្វេងដៃជាព្រះឧបល័យមានតួនាទីជាអ្នកដោះស្រាយគម្ពីរព្រះវិន័យចឹងលោកមានតួនាទីដោះស្រាយគម្ពីរព្រះវិន័យហើយតាក់ទងរឿងព្រះវិន័យ 21000 ធម្មខណ្ឌអីញាតិញោមសួរលោកណាញាតិញោមនឹងលោកអាចរាយនៃសេចក្តីជូនញាតិញោមទៅតាមសតិបញ្ញាបានហើយអត់បាច់សួរយោបល់អីទេញាតិញោមឡើងអង្គុយលើក្រែហើយមែនទេញាតិញោមចុះទៅវិញក៏ខ្មាស់គេដែរខ្មាស់ញាតិញោមក្រាំងកាត់ខ្មាស់ញាតិញោមភូមិជង្រុកនេះថាឥឡូវហ្នឹងចឹងចុះទេចេះតែទៅឲ្យចូលនឹមហើយនឹងហើយតាំងខនិកនាមប្រគិនអវុសោខាងនេះញាតិញោមប្រគិនលោកដើរតួនាទីជាព្រះអានន្ទនិងតួនាទីជាព្រះអានន្ទព្រោះព្រះអានន្ទលោកមានតួនាទីជាអ្នកដោះស្រាយពីគម្ពីរប្រសូតមួយគម្ពីរព្រះអភិធម្មមួយនឹងមានពីរគម្ពីរណាញាតិញោមគម្ពីរប្រសូតមួយគម្ពីរព្រះអភិធម្មមួយអញ្ចឹងលោកមានតួនាទីច្រើនសម្ដែងហើយចាស់ពីដើមលោកថាអានន្ទឃ្លាំងធัวណាញាតិញោមអានន្ទឃ្លាំងធัวធัวវិន័យអីសត្រាស្លឹករឹតអីនឹងលោកចេះបានទាំងអស់ញាតិញោមអាចសួរនាំធ្វើបន់ធ្វើទានបំពេញកុសលអីមេរៀនអភិធម្មអីសួរលោកបានអញ្ចឹងការតាំងខនិកនាមរបស់ខ្ញុំកណាប្រមាណប៉ុណ្ណេះនេះកំណត់ថាអវុសោទាំងពីរព្រះអង្គទទួលព្រមដោយតណ្ហិភាពហើយណាប្រគេនពរជូនបុណ្យញាតិញោមទាំងអស់គ្នាសូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะอุกาสะสิริสัพยมุนีสัมเปียญุปตสะปะเลปะปัจโจสะสะเมเยโกสินารายะยะมะกะสลานมันตะเรอมมะเหสัพสังวัชเรกัมมหะอุตตมะเหวิสะขะมีเสสุขะปะเคปนะระเสยาเทติยังภูมิวิเรภูมิเยเมอนุริยเทียนขัตติเวเสปริณเปียนางอานุปาติเสสายะปริณเปียนเพียตุยาខ្ញុំសូមគោរពរំលឹកសម្ដេចព្រះសិរីសក្យមុនីសាមពាញូពុទ្ធជាម្ចាស់ដែលព្រះអង្គទ្រង់យាងចូលកាន់ព្រះបរិណិព្វានដោយអនុបាទិសេសនិព្វានធាតុក្នុងចំណោះសាលព្រឹកទាំងគូចិត្តក្រុងកុសិនារាទៀតនៅក្នុងសម័យថ្ងៃប្រកបដោយអ្នកខត្តរឹកឈ្មោះអនុរិយធាក្នុងថ្ងៃអង្គារយាមអង្គារជាតិទេថៃពេញបរមីខាងខ្នើត15កើតខែពិសាក្នុងកមហរដូវនាឆ្នាំម្សាញ់ឯណោះតសភៈកវៈតោសម្មាសម្ពុទ្ធស្សៈបរិណពុតតិវៈសតោបថាយយាវចតនាពុទ្ធសាសនាយុកាលសៈកណនីយសន្លខេតពីបោចាប់រាប់តាំងអំពីថ្ងៃដែលព្រះបរមសាស្តាចរិយាវង្សទ្រង់យាងចូលកាន់ព្រះបរិនិព្វានមកអតិកន្តានិព្រះពុទ្ធសករាជកន្លងទៅហើយបាន2568ព្រះវស្សាខែកន្លងទៅហើយបាន4ខែថ្ងៃកន្លងទៅហើយបាន28ថ្ងៃថ្ងៃខែឆ្នាំនេះលោកកំណត់ចាត់ចូលជាអតីតកាលបច្ចុសមយេបច្ចុប្បន្នឆ្នាំម្សាញ់សប្បដស័កពុទ្ធសករាជ2569ក្នុងវស្សានក្នុងហេមន្តរដូវថ្ងៃពុទ្ធ15កើតខែកដឹកថ្ងៃខែឆ្នាំនេះលោកកំណត់ចាត់ចូលជាបច្ចុប្បន្នកាលអនាគតេកាលេព្រះពុទ្ធសករាជនៅសល់ខាន2431ព្រះវស្សាខែនៅសល់ខាន7ខែថ្ងៃនៅសល់ខានគ្មានថ្ងៃខែឆ្នាំនេះលោកកំណត់ចាត់ចូលជាអនាគតកាលបូករួមសរីលក្ខណៈទាំង3ប្រការព្រះពុទ្ធសាសនាគ្រប់5000ព្រះវស្សាដោយបរិបូរណ៍ទៅ
អ្នកមត្ថុរតនតយសៈខ្ញុំព្រះអង្គសូមលើកកំបងកងអញ្ជលីក្រាបសំពះនមស្ការថ្វាយបង្គំឧទ្ទិសដៅចំពោះព្រះជុំបីនៃបត្រៃរតនោះដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពសពការនមស្ការចំពោះអាវុសោគ្រប់ព្រះអង្គបកណាម្ចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមឱកាសដើម្បីបានឱកាសក្នុងការប្រកាសសម្ដែងពធទេសនារបៀបសង្កេយនីក្រែ3ចម្រើនពរញោមញាតសប្បុរសប្រុសស្រីទានាធិបតីសម័យម្ចាស់ទានប្រធានបនទាំងអស់គ្រប់រូបអញ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដោយសេចក្តីរាប់អាននៅក្នុងព្រះធម៌ញាតិញោមពុទ្ធបរិស័ទក្រោយអំពីអាយាចនៈគាថាសង្ខេបបែបខ្លីនេះទៅតម្រូវឲ្យខ្ញុំបកូណាអាត្មាទាំង3ព្រះអង្គចាប់ផ្ដើមលៃលោកយកពួរវិន័យរបស់ព្រះបរមសាស្តាចរិយាវង្សមកប្រកាសសម្ដែងហើយជាទីញ៉ាំងប្រយោជន៍ទាំងឡាយឲ្យកើតឡើងអាវុសោឧបល័យខ្ញុំកណាឲ្យឧបល័យនឹងចាប់មីក្រូឡើងដើម្បីនឹងចរចានិយាយធัวវិន័យជាមួយខ្ញុំកណាអាវុសោឧបល័យចុះព្រះវិន័យហ្នឹងមានន័យដូចម្ដេចថាអ្នកសូមអរតនានិមន្តនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថោរតនតយសៈខ្ញុំព្រះអង្គសូមនមស្ការនៅព្រះរតនត្រ័យទាំង3ដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាខ្ញុំប្រកាសណាសូមនមស្ការព្រះអង្គគ្រូព្រះមហាកាសបនិងលោកម្ចាស់ព្រះអានន្ទដោយសេចក្តីគោរពនិងសូមនមស្ការចំពោះព្រះមហាថានុថាគ្រប់ព្រះអង្គដោយសេចក្តីរាប់អានអាត្មាភាពសូមចម្រើនពរដល់ពុទ្ធបរិស័ទប្រុសស្រីទាំងអស់ហើយម្ចាស់ដើមទានប្រធានដើមបុណ្យខ្ញុំបកណាសូមឱកាសដើម្បីបានពេលវេលាឆ្លើយនៅសំណួរបញ្ហាកម្មរបស់ព្រះកាសបៈដ៏ចោតដ៏ដឹងសួរខ្ញុំបកណាស្មារភាពសូមជូនបុណ្យកុសលដល់ម្ចាស់ដើមទានពុទ្ធបរិស័ទទាំងអស់ជួបតែសេចក្តីសុខក្តីចម្រើនសូមអនុមោទនាផន្តេបបិទ្ធព្រះមហាកាសបដ៏ចម្រើនពាក្យថាព្រះវិន័យនេះបើយើងប្រែជាសេចក្តីសម្រាយជាភាសាខ្មែរប្រែថាជាក្រឹតជាក្រមជាបន្ទាត់ជាច្បាប់ជាកិរិយាគ្រានៅកាយវិចារដើម្បីឲ្យមានសណ្ដាប់ធ្នាប់ល្អហៅថាព្រះវិន័យសូមព្រះមហាកាសបដ៏ចម្រើនសូមនិមន្តជ្រាបសាធុជ្រាបហើយព្រះវិន័យបានន័យថាជាក្រឹតជាក្រមជាខ្នាតជាបន្ទាត់ជាទីចងជាចន្ទូលសម្រាប់ឲ្យយើងទាំងអស់គ្នាបានប្រព្រឹត្តនៅសេចក្តីល្អផ្សេងចងក្រៀបកាយវាចាឲ្យមានរបៀបរៀបរយល្អឈ្មោះថាវិន័យតែអត់មានច្បាប់មានកាយល្អអត់មានវាចាល្អហើយអត់មានសណ្ដាប់ធ្នាប់មិនមែនឈ្មោះថាវិន័យទេអាវុសោឧបល័យខ្ញុំកណាសាកសួរចង់ដឹងថាចុះចំណោមអសីទេមហាសាវកទាំង80តើព្រះសម្មាសម្ពុទ្ធទ្រង់ស្ថាបនាភិក្ខុអង្គណាជាអ្នកកម្ពូលត្រត្រង់ផ្នែកខាងព្រះវិន័យសូមអរតនានិមន្តផន្តេបបិទ្ធព្រះមហាកាសបដ៏ចម្រើនព្រះអង្គទ្រង់សម្ដែងទ្រង់តែងតាំងដែលជាអ្នកអេតតកៈកម្ពូលលើផ្នែកព្រះវិន័យគឺព្រះឧបល័យសូមព្រះមហាកាសបដ៏ចម្រើននិមន្តជ្រាបសាធុជ្រាបហើយព្រះវិន័យចំណោមអសីទេមហាសាវកទាំង80ព្រះសម្ពុទ្ធដ៏ទ្រង់យោព្រះអង្គទ្រង់ជ្រាបឧបនិស្ស័យបានតែងតាំងព្រះឧបល័យជាព្រះជាអ្នកត្រត្រង់ព្រះវិន័យផ្នែកខាងភិក្ខុសង្ឃអេចតកៀងភិក្ខវេមគ្គសាវកាលណាំងវិនយ៉ាងគឺឧបល័យតថេអញ្ចឹងអ្នកដែលត្រត្រង់ព្រះវិន័យគឺព្រះឧបល័យចំណែកឯភិក្ខុនេះគឺនាងបដាចាញាតិញោមធ្លាប់ឮឈ្មោះនាងបដាចាទេញាតិញោមបដាចាដែលថ្លៃឆក់កូនកូនមួយលងទឹកស្លាប់ប្តីត្រូវពុះចឹកឪពុកនិងម្ដាយបងប្រុសត្រូវរលំផ្ទះយប់តែមួយស្លាប់នឹង
នឹងបានជាឯកតកៈកម្ពុជាលើភិក្ខុនីទាំងឡាយផ្នែកខាងទ្រទ្រង់ព្រះវិន័យដែរអញ្ចឹងសាវកពុទ្ធមានពីរណាមានខាងភិក្ខុមានខាងភិក្ខុនីអាវុសោឧបល័យចោះព្រះវិន័យមានប៉ុន្មានធម្មខណ្ឌមានប៉ុន្មានកម្ពីហនៈសូមរតនានិមន្តឆ្លើយផន្តេកសបៈបពុតព្រះកាសពដ៏ចម្រើនព្រះវិន័យមាន 21000 បឋមខណ្ឌហើយចែកចេញជាកម្ពីមាន5កម្ពីសូមព្រះមហាកាសពនិមន្តជ្រាបសាធុជ្រាបហើយចុះ5កម្ពីនឹងមានឈ្មោះអីខ្លះហនៈសូមរតនានិមន្តអតិកម្មបាចិត្តយៈមហាវៈចលវៈបរិវារៈសូមនិមន្តទានជ្រាបកណាអតិកម្មបាចិត្តយៈមហាវៈចលវៈបរិវារៈទាំងអស់នេះឈ្មោះថាកម្ពីព្រះវិន័យមាន5កម្ពីចែកជាធម្មខណ្ឌមាន 21000 ព្រះធម្មខណ្ឌគិតជាបត្រៃបៃដកខ្មែរយើងមាន13ភាគចាប់ពីភាគលេខ1រហូតដល់លេខ13នឹងគឺហៅថាព្រះវិន័យអាវុសោឧបល័យខ្ញុំកណាចង់សួរថាចុះព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងរហូតដល់ 21000 បឋមខណ្ឌយ៉ាងនេះតើរួមឲ្យខ្លីមកមានប្រមាណហនៈសូមរតនានិមន្តផន្តេបបិទ្ធព្រះអរិយសពដ៏ចម្រើនព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធចរិយាវង្សទ្រង់ត្រាស់សម្ដែង 21000 បឋមខណ្ឌនេះបើរួមឲ្យខ្លីមាន2ណាអង្គម្ចាស់សូមនិមន្តជ្រាបណាជ្រាបហើយ2ហ្នឹងស្អីខ្លះសូមរតនានិមន្ត2នោះគឺទី1អនាគារយវិន័យនិងអគារយវិន័យសូមព្រះមហាកាសពនិមន្តជ្រាបកណាគារយវិន័យ1អនាគារយវិន័យ1វិន័យរបស់អ្នកគ្រប់គ្រងផ្ទះ1វិន័យរបស់អ្នកដែលមិនមានផ្ទះគ្រប់គ្រង1ញាតិញោមអ្នកណាគេមានផ្ទះគ្រប់គ្រងអ្នកណាគេកុហកមែនទេញាតិញោមទាំងអស់គ្នាហ្នឹងជាអ្នកមានផ្ទះគ្រប់គ្រងចុះអ្នកដែលមិនមានផ្ទះគ្រប់គ្រងអ្នកណាគេអ្នកបួសហ៎អ្នកបួសចុះលោកមានកត់ដែរនឹងលោកទៅយោមបានទេនឹងឈ្មោះថាអនាគារយវិន័យខ្ញុំកណាចង់ឲ្យអាវុសោអនុថែរៀបរាប់អំពីវិន័យរបស់អ្នកបួសវិន័យរបស់អ្នកបួសនឹងមានអីខ្លះទៅព្រះអង្គសូមរតនានិមន្តផន្តេបបិទ្ធព្រះមហារាជសព្ទដ៏ចម្រើនវិន័យរបស់អ្នកចាកចេញពីផ្ទះជាអ្នកទ្រទ្រង់នៅសម្ពុទ្ធកាលសយភ័ព្វគឺអ្នកបួសនេះមាននៅក្នុងព្រះបដិមាផងហើយនឹងមិនមានក្នុងព្រះបដិមាផងហើយបច្ច័យជាវិភាំងនោះមាន2វិភាំងគឺភិក្ខុវិភាំងនិងភិក្ខុនៅវិភាំងហើយមាននៅក្នុងវិបត្តិព្រះបដិមានោះគឺមានបរាជិក4សង្ឃិតិសេស13និស្សកិយៈ30សតិកៈ92ហើយនឹងសក្ខយវត្ត75រួមទាំងអដ្ឋករណសមត្ថៈ7សំជាផងជា227ហើយបើមិនមាននៅក្នុងបដិបត្តិមកនោះវាមានសិក្ខាបទរងកោតសូមព្រះមហាកាសពនិមន្តជ្រាបសាធុជ្រាបហើយញោមញាតិក៏បីដឹងអ្នកដែលមិនគ្រប់គ្រងផ្ទះនេះមានវិន័យបែងចេញជា2ទី1មានក្នុងព្រះបដិមាទី2មាននៅក្នុងខណ្ឌកៈវិន័យណាដែលមិនមានក្នុងព្រះបដិមាវិន័យនោះព្រះសម្ពុទ្ធដ៏ទ្រង់សិរីឈ្នះនៅមារាធិរាជព្រះអង្គទ្រង់ប្រកាសសម្ដែងថាចាត់ចេញជាខណ្ឌកៈតូចនឹងហើយសិក្ខាបទដែលមានក្នុងព្រះបដិមានោះយើងបានជ្រាបហើយមានរហូតដល់7ប្រភេទគឺបរាជិក4សង្ឃាតិសេស13អនិយតៈ2និស្សកិយៈបាចិត្តយៈ30សុទ្ធិកៈបាចិត្តយៈ92បដិទេសតយៈ4សក្ខយវត្ត75រួមទាំងអធិករ7ផងទៅជា227សិក្ខាបទនឹងនៅក្នុងព្រះបដិមាក្រៅអំពីព្រះបដិមានោះចែកចេញជាខណ្ឌកៈវគ្គតូចនៅក្នុងចលវគ្គបរិវារៈអីមានសិក្ខាបទរាប់កោតច្រើនអនេកអនន្តណាស់អវុសោខ្ញុំកណាមិនសាកសួរវិន័យរបស់អ្នកបួសទេខ្ញុំកណាឱកាសនេះចង់សាកសួរវិន័យអ្នកគ្រប់គ្រងផ្ទះអាគារយវិន័យ
ចោះញាតិញោមពុទ្ធបរិស័ទក្នុងនាមជាអ្នកគ្រប់គ្រងផ្ទះរស់នៅមានប្តីមានប្រពន្ធមានកូនមានស្រែមានចំការមានច្បារដំណាំលក់ចេញទិញចូលធ្វើគ្រឿងចំណេញតិចតួចសពបែបយ៉ាងតើក្រហមនឹងមានវិន័យសម្រាប់គ្រប់គ្រងខ្លួនដែរឬទេហាអ្នកសូមអារាធនានិមន្តគ្រាន់តែបបព្រះអរិយសពដ៏ចម្រើនអ្នកដែលគ្រប់គ្រងផ្ទះមានវិន័យគ្រប់គ្រងមានវិន័យផ្ទាល់ខ្លួនមានចំនួន10គឺទី1គឺកាយកម្ម3វិច័យកម្ម4និងមនោកម្ម3សូមព្រះមហាកាសពដ៏ចម្រើននិមន្តជ្រាបសាធុជ្រាបហើយគឺកម្មបត្តិ10កាយកម្ម3វិច័យកម្ម4មនោកម្ម3ខ្ញុំកណាឮតែមនោកម្ម3កាយកម្ម3វិច័យកម្ម4នោះនឹងប្រែថាម៉េចទេញាតិញោមមែនទេញាតិញោមអញ្ចឹងខ្ញុំកណាចង់ឲ្យអាវុសោលោកអ្នកដែលមានអាយុរៀបរាប់អំពីស្អីកាយកម្ម3ស្អីវិច័យកម្ម4ស្អីមនោកម្ម3ហើយជួយបញ្យលប្រាប់ញាតិញោមតាមមួយឲ្យបានពិស្ដារជាទីចូលចិត្តផងអាអ្នកសូមអារាធនានិមន្តប៉ុន្តែបបព្រះកសពដ៏ចម្រើនកាយកម្ម3ញញាតិប្រុសស្រីនេះគឺវិន័យដ៏សំខាន់សម្រាប់យើងអ្នកគ្រប់គ្រងផ្ទះណាញោមគឺមាន10ហ្នឹងគឺកាយកម្ម3វិច័យកម្ម4មនោកម្ម3ក្នុងនោះកាយកម្ម3ព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាទី1គឺបាណាហើយទី2អត្តនីហើយទី3កម្មមេអ្នកភូមិពុទ្ធបរិស័ទនៅភូមិជារុកស្គាល់បាណាទេញោមស្គាល់ទេញោមគឺស្ថិតនៅក្នុងសិលគឺសិលបាណាគឺហាមមិនឲ្យសម្លាប់សត្វបៀតបៀនជីវិតសត្វមនុស្សដទៃហើយអ្នកដែលប្រព្រឹត្តកម្មយកនៅធម៌បាណានេះអនាគតជាតិទៅញោមគឺមានអាយុខ្លីណាស់ចម្រើនពរមានអាយុខ្លីហើយចំណែកឯអត្តនីទៀតនេះគឺព្រះអង្គហាមមិនឲ្យលួចទ្រព្យសម្បត្តិរបស់គេដែលមានម្ចាស់ហួហែងថែរក្សាមិនបានយកមិនបានសុំគេហើយវាត្រូវទោសចម្រើនពរហើយផលនៃការលួចទ្រព្យសម្បត្តិគេដែលមានម្ចាស់ហួហែងថែរក្សានេះអនាគតជាតិជួបតែបបាក់បបិនជួបតែគេលួចវិញចម្រើនពរហើយមួយទៀតគឺកាមេពុទ្ធបរិស័ទលោកតាលោកយាយជ្រាបហើយគឺមិនឲ្យប្រព្រឹត្តខុសកន្លងជាមួយនឹងប្តីប្រពន្ធគេកូនគេឬក៏ប្តីមិនត្រូវផាត់ប្រពន្ធមិនត្រូវផាត់ប្តីនេះគឺកាយកម្ម3ចម្រើនពរចឹងខ្ញុំញាតិប្រុសស្រីមិនដឹងថាអាត្មាមិនដឹងថាពុទ្ធបរិស័ទភូមិជ្រុកនេះមានវិន័យទាំង10ហ្នឹងក្នុងខ្លួនមានប្រមាណទេអាត្មាមិនដឹងទេណាញោមណោះតែទោះយ៉ាងណាត្រូវតែមានណាញោមគឺជាច្បាប់មួយជាធម្មតាបើយើងអត់មានវិន័យក្នុងខ្លួនអត់មានក្រឹតក្រមក្នុងខ្លួនអត់មានច្បាប់ក្នុងខ្លួនទេមិនថាប្រសង់ក្តីមិនថាពុទ្ធបរិស័ទក្តីបើយើងងារប្រសង់កាលណាដែលមានវិន័យដែលលោកទ្រទ្រង់នៅព្រះវិន័យល្អសំសួនហើយពុទ្ធបរិស័ទទីចម្ងាយអ្នកចិត្តទីចម្ងាយគឺគេជ្រះថ្លាចម្រើនពរបើយើងនិយាយជាមួយពុទ្ធបរិស័ទងាកមកពុទ្ធបរិស័ទកាលណាដែលយើងមានវិន័យមានច្បាប់មានក្រឹតក្រមយើងកាលណាដែលយើងមានហើយគឺជីវិតរស់នៅរបស់យើងគឺវាមានសុខសាន្តចម្រើនពរហើយអត់មានអ្នកបៀតបៀនទេដល់យើងសំអាងយោងថាយើងមានច្បាប់មានវិន័យក្នុងខ្លួនអញ្ចឹងកាលណាដែលយើងមានវិន័យក្នុងខ្លួនហើយការប្រព្រឹត្តដោយកាយទុច្ចរិតក្តីវិច័យទុច្ចរិតក្តីឬក៏ប្រព្រឹត្តអកុសលកម្មទាំង10នេះក្តីគឺមិនហ៊ានទេចម្រើនពរនេះគឺវិន័យហើយយើងងាកមកចូលវិច័យកម្ម4ចម្រើនពរវិច័យកម្ម4គឺទី1មុសាព្រះអង្គទ្រង់ហាមថាមិនឲ្យយើងជាពុទ្ធសាសនាពុទ្ធបរិស័ទយើងនិយាយកុហកចម្រើនពរមិនឲ្យនិយាយកុហកទេហើយទី2គឺហាមនិយាយចាក់ដោតពុទ្ធបរិស័ទប្រុសស្រីនៅភូមិជរុកដែលនិយាយចាក់ដោតគេដែរញោមមើលប្រាក់លោកតាមត្រង់ដែលហ៊ានដែលនិយាយទេគឺព្រះអង្គហាមណាញោមណាគឺចាត់ចូលក្នុងវិច័យកម្ម4គឺបេសនៈវាចាហ្នឹងគឺការវាចាគឺនិយាយចាក់ដោតហើយម្យ៉ាងទៀតគឺនិយាយញុះញង់គេឲ្យស្រួលគ្នាញុះញង់គេគ្រួសារគេឲ្យបែកបាក់គ្នាអាហ្នឹងហើយសិតតែមានកម្មណាញោមណាមានបាបទាំងអស់ហើយម្យ៉ាងទៀតគឺនិយាយឥតប្រយោជន៍បុរាណថាអ្នកដែលនិយាយឥតប្រយោជន៍ម្ដងជា2ដងគឺលែងឈប់គេលែងជឿចម្រើនពរ
វាបុរាណនិយាយពោនឹងត្រូវមួយយ៉ាងហើយវាត្រូវជាមួយនឹងផ្លូវពុទ្ធសាសនាទៀតអាហ្នឹងគឺវិន័យបើយើងនិយាយមិញហ្នឹងគឺកាយកម្ម3វិច័យកម្ម4ទាំងអស់វាបាន7ហើយញោមណាសល់3ទៀតចម្រើនពោ3ទៀតគឺមនោកម្ម3ចម្រើនពោទី1គឺយើងមានមិនទៅរំពឹងមិនទៅចង់បានទ្រព្យរបស់សម្បត្តិអ្នកដតីគេហៅថាអភិជាណាញោមណាគឺយើងមិនចង់បានទ្រព្យអ្នកដតីមិនចង់រំពឹងឬក៏លួចទ្រព្យអ្នកដតីម្យ៉ាងទៀតគឺព្យាបាទការព្យាបាទគេចង់ទំនំគុំអធិធការមានកាប់ចាក់ស្លាប់ជាដើមម្យ៉ាងទៀតគឺទី3នោះគឺមានតថេខពោគឺមច្ឆាតថេផ្ទុយមកវិញគឺយើងត្រូវមានសមាធិយើងត្រូវជឿជាក់ការត្រាស់ដឹងរបស់ព្រះតថាគតយើងត្រូវជឿជាក់ការត្រាស់ដឹងការជឿជាក់នៅសទ្ធាជឿជាក់នៅក្នុងពុទ្ធសាសនាចឹងពុទ្ធបរិស័ទលោកតាលោកយាយម្ចាស់ដើមទានប្រធានបុណ្យទាំងអស់ហើយកាលណាដែលយើងមានវិន័យហើយអាយុជីវិតយើងក៏វាបរិបូរដោយច្រើនដែរចម្រើនពរហើយបើយើងមិនមានវិន័យក្នុងខ្លួនគឺក៏យើងពិបាករស់នៅដែរចម្រើនពរទីធម្មតាយើងនៅភូមិផងរបងជាមួយគ្នាបើយើងអត់មានវិន័យទាំងអាត្មាលើកមកប៉ុណ្ណឹងណាអត់មានក្នុងកាយកម្មអត់មាននៅក្នុងវិច័យកម្មអត់មាននៅក្នុងមនោកម្មការរស់នៅប្រស័យតាក់ទងគ្នាក៏ពិបាកដែរមែនទេញោមអ្នកភូមិជរុកគឺពិបាកណាស់ពិបាកមែនទែនដោយយើងអត់មានធម៌ក្នុងខ្លួនអត់មានវិន័យក្នុងខ្លួនហើយបើយើងមានវិន័យក្នុងខ្លួនហើយយើងគោរពច្បាប់ជាធម្មតាបើយើងនិយាយឲ្យយល់ទៅគឺវិន័យនេះវាត្រូវជាមួយនឹងពុទ្ធសាសនាផងត្រូវជាមួយនឹងផ្លូវរដ្ឋផងចម្រើនពរដល់អាត្មាទាញមកមិញថាបើយើងលួចទ្រព្យគេវាត្រូវទោសវាមានបាបជាមួយផ្លូវពុទ្ធសាសនាហើយវាត្រូវខុសច្បាប់នឹងផ្លូវរដ្ឋផងញោមឃើញអីក៏ចឹងចាំបានទាំងពីរផ្លូវចឹងខ្ញុំក៏ណាចូលរួមបកស្រាយមកប៉ុណ្ណេះមានការខកកន្លះកន្លែងណាសូមព្រះមហារាជសព្ទសូមជួយបន្ថែមនិងសូមនិមន្តជ្រាបគុណណាសាធុជ្រាបហើយញាតិញោមស្ដាប់បានទេញាតិញោមយើងអ្នកគ្រប់គ្រងផ្ទះត្រូវមានវិន័យ10យ៉ាងកាយកម្ម3វចីកម្ម4មនោកម្ម3គឺទី1សម្រាប់សត្វស្អីហ្នឹងហ្នឹងហើយព្រះអង្គខាងអានប្រៃទៅមកដល់អង្គពលឹងនឹងនៅណាអាត្មាទេជាងកន្លះម៉ោងបាត់ហើយបរើនពងចង់ចប់មកកូពីបាត់ហើយអីបន្តតិចទៀតចង់បញ្ជាក់ប្រាប់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាថាកាយកម្ម3នេះដែលប្រពុតសំដែងមិនមែនសម្រាប់តែញាតិញោមអ្នកគ្រប់គ្រងផ្ទះទេមែនទេញាតិញោមសូម្បីតែអ្នកពូដូចអាត្មានេះក៏ត្រូវមានកាយកម្ម3ល្អដែរកាយសុចរិតដែរចុះបើអ្នកពូទៅសម្លាប់សត្វដើរសម្លាប់គេអ្នកពូទៅលួចទ្រព្យគេសំគួរទេញាតិញោមសំគួរទេឆ្លើយមើលញាតិញោមសំគួរទេអត់ទេមិនសំគួរទេណាមិនថាតែអ្នកពូទេញាតិញោមក៏ដោយអីក៏ដោយវាទាំងច្បាប់រដ្ឋទាំងច្បាប់ពុទ្ធសាសនាយ៉ាងហ្នឹងប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យយើងខំរស់ស៊ីធ្វើការងារប្រឹងប្រែងខ្នះខ្នែងសាងសន្សំរឿយតក់នឹងការងារលុកក៏ដោយការងារទិញក៏ដោយធ្វើស្រែធ្វើចម្ការរស់នៅមានសេចក្តីសុខនឹងគឺយើងមានសេចក្តីសុខក្នុងឆាកជីវិតរបស់យើងដែលយើងបានប្រឹងប្រែងរស់នៅហើយកាយកម្មនេះញាតិញោមពុទ្ធបរិស័ទនៅក្នុងបណ្ណាតិបាតបើសិនជាយើងវាចាកការសម្លាប់ទៅយើងកើតជាតិណាទៅយើងមានអាយុវែងញាតិញោមចង់កើតមកមានអាយុវែងឬក៏អាយុខ្លីញាតិញោមអើយចង់អាយុវែងទាំងអស់គ្នាណាញាតិញោមមើលទេវតាអាយុវែងណាញាតិញោមរសាធัวផលបុណ្យដែលខំកសាងសន្សំទៅកើតនៅក្នុងទេវលោកអាយុវែងមានពរសម្បល់ក៏ល្អមានសម្បត្តិមានយុទ្ធទឹក
cái bốt tỏ ống xâm đai xây lên ở sâu cả tầng giòn tê xây lên ở phô cả xăm bà tia xây lên ở nắp phụ tầng giòn tê sát ở na thì mùi chiếc bà cô miên sơ đó là ọ bà xa hai sát từng lai nụ rồi mây ban tập cao khăn ông cầm nạp sốc cả tê sát từng lai ở na thì mùi chiếc bà cô miên nơi sân hai rồi mây nghiên phô kẹ từng lai mình bạc nhìn nhung thằng lọc bạc sẽ bài chướng à lọc xua ngày môn đấy lọc bạc bài chướng này nhìn nhung các bọn đấy lọc bạc bài chướng này bọn gặp thành bọn chung ấy cái nuôi sẽ bài chướng cho làm ấy rất là thô á miền nhìn nhung là cực thô nhìn nhung là tục hay ắt bạc này tục ấy ắt na vô ấy bàn này bọn miền á nhìn nhung bọn miền đấy nâng chẳng sau tay chỉ rương đó là o đó nhiệt nhôm rương đó là o tại dương trâu thưa ngày đi bột bò để sát được nông phun trùng rốc đắp bật thua rồi bò bê sầm mà sam bột sa viết từng lái lục ban riêng đây sự cái đây quần chương này nom riêng và đào dương từng ọt nia ở dương từng ọt nia nó bàn tăng bàn dơ bàn score là vây chỉ côn tầm lái rồi bò bê sát na hay là vây chỉ côn tầm lái cha chỉ vật là bò dương là dương đâu miên chỉ vật rương này sầm khăn na nhiệt nhôm dương từng ọt nia đâu miên chỉ vật đâu miên ở du còn ai slap thì cái đây là ở đèn luôn anh mình toàn slap sắp lô phía trên na nhiệt nhôm phía trên na nâu miên tầng hàm đọ trình châu đa ban vì xa bài ban sum ran ban mơ con mơ chào ban bàn tay slap thì cái đây là ở slap bon slap cội sào chẳng nhiệt nhôm tầng ở này đôi ngay nên chẳng lại nhôm sợi tin nhiệt thập ở đây con trai nó cất thảo bốc và mây slap từ căn và đã lục đi mùi năm hơi và mai và mol cất cu đuôi đan thì môn phi khô sang sầm đại và thua tê na vì sai chuyện này cái bay một lô tiếng tốt để thua để vì nơi an trai nâng riêng cho mà đến san tha đã cách nhiều quạt bò để sát vì xa hà khôi chân nâng nông sắp tay chỉ rương bom chỉ rương có sao tầng sau tay chỉ rương ao là bọt chỉ ti chùm ran chất tầng ọt này nhôm cần á toàn ở sum nu đấy nhiệt nhôm trong su nụ thái và to tiết buổi sao có phần lấy ở nụ thái cho pre vì này đi miên rư cô đài rư tê hai rư cô là bảo pre vì này miên còn màn giang ở vậy class số nỉ mòn chlai hòn tê bọt bật pre Maharaja sập lo chấm rán pre vì này ní vì miên rư cô chấm nón bay cứ thì mỗi cứ sáu thì pi cứ smart thị hay thì bay bạch nhà xong Maharaja sắp thì muốn triệp sa thụ triệp hơi bây vì này miền rực cột bay đam chưa bao sân chia mình miền rực cột cái ngọt mà đấy nhiệt nhung ắt miền rực cột cứ ngọt hơi và Phật sa na này miền rực kèo bay và Phật và thọ và sòng đại lai bây vì này đi miền rực kèo bay tiết bây vì này đang ạ miền rực kèo bay tiết cứ sờ muối samadhi muối panya muối nè buổi sao ông phải lấy lục nước vì sờ mạnh hơi sờ pram sờ phồng bay sờ đập sờ là bọc bị khô xong ấy chỉ đa ná nhiệt nhôm từng óc ni miền muối na con là o miền sờ pram con là o miền rồi hô đặt sờ phồng bay con là o miền sờ đập vừa ba để hai để dẹp tiên con là sao hai sao là bọn nè bu nâng có miền tràn từ tiệt nâng tràn từ tiệt sao là bọn nè bu miền tam lục đạp chay chỉ pi đôi buổi sao lớp hai vì phèn là bọn bị khâu miền c vì phèn là bọn bị khâu này miền c má nơi khơi tam là ban mùi chùm nuốn này dê chả lòng khnia nhiệt nhóm dê chả lòng khnia là hô thà sầm mày bỏ sầm đây bo để sát mình miền buồn phụ mình giang ấy nhiệt nhóm mà nhìn là con bò để sát buồn phụ cho một ấy là nè chúng rốc con á tí muối tí khô tí bí tí khâu nấy tí bấy của bà sợ tí bốn của bà sẽ cả mà anh lấy toàn su anh nộp thái su nhiệt nhôm thật lưu cái hao lục bị khâu này thật đấy nhiệt nhôm thật lưu này bị khâu nó trai thầm mày nhiệt nhôm trai này không ai thầm mày đó nhiệt nhôm mới đó nhiệt nhôm này rương bị khâu lên á nó nông sốt muối miền priêm mà nét tập vành công của Phật nó nông sốt muối thà
បបិទ្ធព្រះអង្គដល់ចម្រើនខ្ញុំកណាឈ្មោះក៏ឈ្មោះថាភិក្ខុព្រះអង្គក៏ឈ្មោះថាភិក្ខុអញ្ចឹងទាំងព្រះអង្គទាំងខ្ញុំកណាឈ្មោះថាអ្នកដាសុំញាតិញោមអើយពាក្យហ្នឹងពុទ្ធឯកភាពទេព្រះពុទ្ធអង្គមិនឯកភាពទេនៅក្នុងសូត្រព្រះអង្គសម្ដែងអត់ណាផ្លេចបិដកដូចជានៅក្នុងវគ្គ30ជាងរៀនយូរទៅផ្លេចអស់ហើយញាតិញោមអើយមិនញាតិញោមតែអាត្មាផ្លេចដែរហ្នឹងព្រះពុទ្ធអង្គណាលោកសម្ដែងថាពាក្យថាភិក្ខុមិនមែនប្រែតែអ្នកដើរសុំទេញាតិញោមពាក្យថាភិក្ខុប្រែតែអ្នកមានបាតដៃមិនប្រឡាក់ដោយឈាមជាបុគ្គលឃើញភ័យនឹងប្រែថាភិក្ខុប្រែបានច្រើនណាស់ជាអ្នកមានបាតដៃមិនប្រឡាក់ដោយឈាមជាអ្នកឃើញភ័យក្នុងសង្សារវដ្តជាអ្នកសង្រួមនឹងឥឡូវភិក្ខុឯងញាតិញោមឥឡូវប្រែពាក្យភិក្ខុហើយភិក្ខុណីក៏ដូចគ្នាដែរហើយចុះញាតិញោមមួយចំនួនអាត្មាឃើញនិយាយច្រឡំថាសម័យយើងឥឡូវអត់មានភិក្ខុអញ្ចឹងបរិស័ទ4ពួកហ្នឹងដាក់សាមណេរភិក្ខុសាមណេរឧបាសកឧបាសិកាអាត្មាថាជាតែនិយាយអត់ដឹងដំណងមែនទេញាតិញោមនិយាយតែអត់ដឹងធម៌វិន័យពុទ្ធសាមណេរណាមកជំនួសភិក្ខុណីភិក្ខុញាតិញោមភិក្ខុមានសិក្ខាបទ227ក្នុងបដិមកភិក្ខុណីមានសិក្ខាបទជាង300ហើយសាមណេរមានសិក្ខាបទប្រមាណ100ជាងមកជំនួសភិក្ខុណីមិនបានអត់បានទេញាតិញោមនិយាយភាសាហ្នឹងគឺខុសស្លាកធម៌វិន័យពុទ្ធមកហើយឥឡូវយើងមើលភិក្ខុមានបរាជិក4មិនអញ្ចឹងទេលោកចាភិក្ខុមានបរាជិក4ដល់ភិក្ខុណីបរាជិក8លើភិក្ខុទៅទៀតដោយសាមណេរយកមកដាក់តំណែងភិក្ខុអត់បានទេញាតិញោមកន្លែងនេះកុំនិយាយបើថាយើងចង់និយាយហ្នឹងខ្ញុំកណាធ្វើទានភិក្ខុសាមណេរអីធ្វើទៅតែកុំនិយាយបរិស័ទ4ពួកថាភិក្ខុសាមណេរឧបាសកឧបាសិកានិយាយអត់បានព្រោះមានចំណែកសាមណេរជាចំណែករបស់ភិក្ខុគ្រាន់តែថាលោកមានសិលថ្នាក់ទាបភិក្ខុណីមានសាមណេរីមានសិក្ខាមានាទៀតញាតិញោមមានសិក្ខាមានាទៀតចឹងញាតិញោមទាំងអស់គ្នាត្រូវគិតកន្លែងហ្នឹងហើយពិចារណាកន្លែងហ្នឹងឡើងវិញចឹងយើងអត់អាចចឹងបើថាសាមណេរមកជំនួសតំណែងភិក្ខុបានសាមណេរក្រាលក្រុងកឋិនបានបាត់ដែរមែនទេញាតិញោមមែនអត់សាមណេរចូលធ្វើឧបោសថកម្មបានបាត់ដែរសាមណេរចូលធ្វើឧបសម្បទាកម្មបានបាត់ដែរសាមណេរចូលធ្វើសីមាកម្មបានបាត់ដែរបើជំនួសភិក្ខុណីបានចឹងរឿងទាំងអស់នេះញាតិញោមពុទ្ធបរិស័ទទេសនាយុទ្ធចង់កាចមិនញាតិញោមទេសនាចាំលោកអានត្រៃមិនដឹងទៅណាបាត់ហើយចិត្តដល់ហើយអត់អីញាតិញោមទេសបន្តទៀតចាំឲ្យលោកមកសិនដល់កាត់លុយយកអស់មកតែនឹងអត់ស្គាល់ម៉ោងពីមុនម៉ោង1មកដល់ម៉ោង 7:03 អីហ្នឹងហើយយើងបកមកវិញណាញាតិញោមបកមកវិញហ្នឹងរឿងភិក្ខុបរិស័ទ4ពួកញាតិញោមធ្លាប់ឮគេហៅសាមណេរទេញាតិញោមអើយញោមនៅជំរុកអាត្មាដូចមកបាត់2 ដងហ្នឹងហើយសាមណេរប្រែថាម៉េចញាតិញោមសាមណេរនោះប្រែមកខ្មែរប្រែថាម៉េចញាតិញោមប្រែថាម៉េចប្រែមកខ្មែរប្រែថាម៉េចអត់ដឹងទេដល់ឬសាមណេរច្រឡំហៅទៅលោកនេនលោកនេននឹងភាសាថៃទេភាសាសៀមទេញាតិញោមហ្នឹងហើយមិនមែនភាសាខ្មែរទេនឹងសាមណេរភាសាបាលីណាញាតិញោមហើយលោកនេននោះភាសាសៀមភាសាសៀមហ្នឹងហើយដល់យើងសាមណេរហ្នឹងប្រែមកអំពីពាក្យថាសាមណៈប្រែថាអ្នកស្ងប់រងាប់ណាញោមសាមណេរហ្នឹងប្រែថាអ្នកស្ងប់រងាប់ឥឡូវប្រាប់ញាតិញោមមួយទៀតសួរញាតិញោមចាញាតិញោមធ្លាប់ឮពីឧបាសកឧបាសិកាទេធ្លាប់ឮទេញាតិញោមឧបាសកហ្នឹងប្រុសហើយស្រីប្រុសឧបាសិកាញាតិញោមចេះថាខាងយើងរកចេះម្ចាស់បុណ្យខាងយើងរកចេះច្រើនណាហ្នឹងហើយឧបាសកហ្នឹងឧបាសិកាហ្នឹងប្រែថាម៉េចញាតិញោមប្រែថាម៉េចញាតិញោមប្រែមកថាម៉េចប្រែថាអ្នកចូលទៅចិត្តហើយរក្សាចូលទៅចិត្តអីចិត្តព្រះត្រៃសរណគមរក្សាអីរក្សាព្រះត្រៃសរណ
គុំនឹងមានពុទ្ធាំងសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃាំងសរណង្កច្ឆាមិនឹងអានេះគេហៅថាព្រះត្រៃសរណគមមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកនិងជាទីពឹងទីរលឹកញោមញាតិពុទ្ធបរិស័ទត្រូវចេះប្រែទាំងអស់គ្នាណាចេះពាក្យមួយនឹងយើងកាន់ពុទ្ធសាសនាយូរហើយបែរជាយើងអត់ដឹងពាក្យថាភិក្ខុប្រែថាម៉េចសាមណេរប្រែថាម៉េចឧបាសកឧបាសិកាឬគេនិយាយរួមគ្នាថាឧបាសកាឧបាសកានឹងបានដល់មនុស្សប្រុសផងមនុស្សស្រីផងណាញាតិញោមបល័យអាត្មាមិនសូវចេះបល័យបកូអីទេគ្រាន់តែធ្លាប់ដឹងពាក្យនឹងហើយសួរញាតិញោមមួយទៀតណាញាតិញោមមើលជំរុកសួរមួយទៀតឲ្យឆ្លើយឲ្យត្រូវមើលប្រសងប្រែថាម៉េចញាតិញោមប្រសងស្គាល់ប្រសងហើយញាតិញោមស្គាល់ប្រសងហើយស្គាល់តែប្រសងនឹងបានន័យថាម៉េចប្រែថាម៉េចញាតិញោមប្រសងមែនប្រសងប្រែថាលោកទេអូប្រសងប្រែថាលោកញាតិញោមហើយនឹងមែនតែញាតិញោមណែទេញាតិញោមអាត្មាហ្នឹងក៏មិនទាន់យល់សួរប្រាប់ប្រមាណដងអត់ទាន់ដឹងណាញាតិញោមប្រសងប្រែថាម៉េចញាតិញោមមើលញោមណាឆ្លើយឲ្យត្រូវឲ្យរង្វាន់ស្អីគេណាភិសជាមកកែម្ដងនឹងញាតិញោមប្រសងយើងប្រែបានពីរចំណែកណាញោមអើយទី1យើងប្រែតាមបទបាលីមួយចំណែកទី2យើងប្រែតាមធម៌ព្រះពុទ្ធមួយចំណែកនឹងនៅក្នុងបៃដកលេខ30ជាងនឹងនិយាយពាក្យប្រសងនឹងដែរអាត្មាភ្លេចពាក្យអស់ហើយមើលយូរឆ្នាំពេកទៅចូលសភៅអស់ហើយឥឡូវមិនដែលបានពេលរំលឹកមកប្រាប់លោកតាមផ្លូវទៅខ្ញុំណាឥឡូវនេះភ្លេចច្រើនជាងចាំញាតិញោមធัวណាភ្លេចច្រើនជាងចាំភ្លេចអូយភ្លេចដល់ជាប់លេខ1ញាតិញោមណាភ្លេចដូចអាត្មាអត់នឹងប្រសងនឹងប្រែបានពីរចំណែកបើយើងប្រែតាមភាសាបាលីលោកប្រែថាពួកឬវងណាញោមគណៈឬក្រុមនឹងយើងលោកប្រែបានមកបែកតែប្រែតាមធម៌ពុទ្ធផ្សេងញាតិញោមប្រែថាអ្នកគោះរំលើងពុទ្ធអង្គប្រែថាប្រោះព្រាមថាព្រះសង្ឃប្រែថាអ្នកគោះរំលើងគោះអីញាតិញោមគោះអីគោះបាបអកុសលគោះអកុសលលមូលមានលោភៈទោសៈមោហៈនឹងនិយាយរឿងទោសៈនឹងអាត្មានៅតែឆ្ងល់ញាតិញោមវាថាប្រសង្ឃលះទោសៈមិនយ៉ាងញាតិញោមបើសម័យបុរាណអាត្មាឮតានិយាយមកឲ្យតែសក្តិវត្តកាចផ្ដាំឪហ្មងមែនទេញាតិញោមអូកាចវាយសោះឲ្យសតផ្ដៅ 4-5 អីហ្នឹងចាតាប្រាប់អាត្មាថាបងអើយប្រសពវត្តយើងណាគាត់ថាវាយលោកអីមកដល់50ផ្ដៅអីខ្ញុំកណាស្នាមទុកកូននឹងឥឡូវលះទូសាមិនបកាចម្លឹងញាតិញោមលះទូសាមិនបកាចម្លឹងអត់អីទេលោកមកចាំក្រោយចាំឲ្យលោកអានតាមក្រោយទៅញាតិញោមអីទេហ្នឹងហើយតាមតាណាយើងឲ្យភ្ញៀវក៏មិនទាន់មកម៉ោង 7:03 បាទដែរអាត្មាទីទាំងម៉ោង 2 ជាងហ្នឹងហើយចាំអានតាមក្រោយមកសរុបអានយកទៅហ្នឹងហើយអត់ថាមិនអានទេកុំបើគេលុយចាក់សាំងទៅវិញគេអាត្មាណាហើយសើចមើលតាម live សើចគ្រប់គ្នាតម្រើនពរហ្នឹងអត់អីទេញាតិញោមមិនលោករាយជាប់ភារកិច្ចណាញាតិញោមអធិស្ឋាននឹងមិនអីទេលោកគង់តែអានទាំង3កពីឲ្យញាតិញោមទាំងអស់ហ្នឹងណាញាតិញោមហ្នឹងហើយអញ្ចឹងមិនចេះប្រែពាក្យលោកនៅប្រសងនៅញាតិញោមប្រសងនៅញោមចេះប្រែនៅប្រសងប្រែថាអ្នកគោះរំលើងគេសួររំលើងអីយើងរំលើងបាបឯងអត់ដឹងអីបាបចេះប៉ុណ្ណឹងហើយចឹងលោកញាតិញោមចេះប្រែពាក្យលោកនៅញាតិញោមលោកគេហៅលោកនេះលោកនោះអញ្ចឹងណាដែលលឺញោមដែលលឺហ៎ហើយគេសេប្រូក្រាម
nè đa bon lục say màu say hiện nhôm đang tập việc thằng lục nó cái prai tham mấy thế nhôm lục cả prai tham vị nia lục cả nó prai tham vị nia ha hiện nhôm vị nia đôi khi prai việc thằng lục ta hiện nhôm thật được việc cái hai lục ta đấy nhôm nam miền trái cái hai rồi ngày lục ta lục cả prai tham vị nia ta ra prai thật chlong việc lục ta năng bao này tham vị nia vây không ai mò hơi ngã nhật nhôm vì nia vây không ai mò hơi mà nơi tại chắc chiêu năng chẳng cái hai lục ta công số bài chật đấy bàn chào ơi chào riêng hai việc lục ta ơi nâng lời mà mình về như của vì này bị chọc và phần đăng 200 lục môi lục an sờ rọc vì này bị sâu tới rồi cầm ơi khát vì này nhiệt nhôm Phật bò để sát tầm bay miền ở ca nòng ca tới chia tức nhiều ram phong cái khoran đàn lục mồm toàn và phần năng ram nhiệt nhôm nó bộc bạ sờ đạp thua và tham ma tiến trẻ vừa tập lời rồi mưa lúc vừa tập lời đừng nhắn nhiệt nhôm và phần năng cho cùng pi vì này cái tháp bánh chọc hay xong ao nhiệt nhôm chỉ đặt na chấm này bon của sao tầng ót nia xong ăn đồ mô tận đi thầy chia tầm loa và chập tới an trái tới trăm mười lục an cu pi tới từng bày tờ lời ní bài một nhiệt nhôm nghĩa máu bọn khẳng cao mà đòn mưa tới khi khmei chưa ngặt ma nhiệt nhôm cái miền nục nhân giống thập lư quỵ chắc phải đám hai miền nục ấy nhiệt nhôm thập lư ấy là miền nục nắng ba chân an nục gram sầm đại chuồn nát nục than đậm nơi cổng lọ toàn miền của quân ai lốc miền nục đài thằng này có lục miền nục đài còn là cái miền nục khmer nhà thầm á miền nục đá tại miền nục cha nhóm miền nục cha prai tầm mấy nhiệt nhóm miền nục prai tầm nơi cổng lọ tao miền nục cha prai tầm mấy cha hai nhiệt nhóm miền đào thằng miền không mùi ấy một bùa dụ đọc cho năm bây giờ ấy cha men tên này miền là cha gây tiết ra còn men cha của ca chẳng nhiệt nhôm từng kia bay một mà đâu ai buổi sau nên là miền là giúp chỉ prep mà ha năn miền tu nị tì muối cứ đọc sai cùng pi presot tu nị tì pi cứ đọc sai cùng pi pre apithom ai buổi sau năn ta cùng pi presot năng này miền này xịt đây dạng là đại hàn nè số bị sai chuyện đi nè mô tassa bhagavata tao arahata sama sambuddhassa nè mô tassa bhagavata tao arahata sama sambuddhassa nè mô tassa bhagavata tao arahata sama sambuddhassa nhom prong sum lực cầm bông anh chali nè ma saka từ đời chấm pua côn pratana trai tầng bay đôi sik đây group chỉ đặt là đơn sông nạp ma saka chấm pua pramaha kasapa nâng preopalay đại cùng nô lơ kre asana nâng sông áo ampi samna prethera kupru praong muôn lơ sông chấm đàn po nhiệt nhôm sa tu sắp vào prosray group nia để ban chơi một châu ruộng được non cam vị thi được non ngày ní non ngày ní đại mà hiệp miền phía địa đa tu nị ti chi pre anon mà hiệp còn thà pre maha kasapa tay tăng chi pre anon nâng chập đam bệnh như sra hay po như ngày lực ti mùi nè còn thà tay tăng liếm đôi thà bọc bồn tinh chụp như bộ mang đòn ấy mình nè lâu đào bên bạn ai po đào bên tụ bay giờ na trong mình trắng lang lư kre hơi trâu ta sầm tay mình trắng nhiệt nhung po đôi sạch nơi lư chirun trắng á trâu ta kỳ chỉnh trăm hơi nè ngày trắng phía địa đa tu nị ti chi pre anon đi ta tu có bàn tay
bà sầm đai tơ miền ca lên lưu rồi có khoa khá tròn cả lại đáp pre maha kasapa chui bùng bềnh bần thèm hòn tê thế ra bỏ bật pre maha kasapa đòi chầm ra alo pre maha kasapa bàn sạ xua ông pi presot ta presot nâng pre thầm mình presot nâng pre tha chế rồi có ẩm bọc đại trong ruột đất nâu prapotika song pramaha kasapa ni môn chi sa thu a vu sao anh nắn yom cả ná ban sập hơi presot ban này tha chế ẩm bọc rồi cả tròn cóng tròn kia nâu thua kia vì nấy là bọc kia sama samput mình ai vì niệm chặt ở rot ở riêng bài ngày từ cho presot nâng này miền cấp chỉ thom mà khăn miền phần màn thom mà ca han đại hạt này số bị sai chỉ đi presot bậc cấp chỉ thom mà khăn miền tì mơn mùi quan thom mà khăn sông pramaha kasapa ni môn chi sa thu a vu sao anh năn presot miền tì mơn mùi quan thom mà khăn cho presot nâng bao cấp chia cùng pi rư nị cái miền phần màn cùng pi hạt này số mà ra tình yêu nị mơn bậc cấp chia cùng pi miền pram cùng pi song pramaha kasapa ni môn chi pram cùng pi nó chmo ai khla hạt này số mà ra tình yêu nị mơn chlai pram cùng pi nu cư ti khẹ nị cái mai chim mẹ nị cái sang yota nị cái angkotara nị cái khotaka nị cái song pramaha kasapa ni môn chi sa thu nhom cả ná chiệp hơi miền pram cùng pi tỳ khẹ nị cái mai chom mẹ nị cái sang yota nị cái angkotara nị cái là khotapatha cho bởi cơn chia cầm pi và trai bảy đọc miền phần màn thiệp đại hàn nẹ số mà ra tình yêu nị mân bà cất chia cầm pi và trai bảy đọc miền học sập buồn thiện song pramaha kasapa ni môn chiệp sa thu nhom và cả ná chiệp hơi cầm pi và sốt ní bà cất chia và trai bảy đọc mai dương miền rõ hốt cả đó học sập buồn thiện rồi học sập buồn bà cho bị lên đọc buôn đọc lên chất sập bầm bớ một tháng cùng phí presot cho presot này miền rượu cồn còn bàn tay hạn nẹt số mà ra tình yêu nị môn presot này miền rượu cồn bay song pramaha kasapa ni môn chi bay nâng miền một ai khla hạn nẹt số mà ra tình yêu nị môn bay nô miền tiền sai phiêu bần đi song pramaha kasapa ni môn chi chẳng nhiệt nhôm chiệp hơi ná cùng phí presot này miền rượu cào bay tiền muối sờ muối sầm má thị mùi chẳng ai nhiệt nhôm là ngày hay rượu cơ bay lên nhom cả ná tẹo to đằng rương con khua mùi chân nằm cắt nồi ở ốc mà thầy thì na chọc pi kề ốc mưa máu đừng mình nè là mô tình đi ai sẽ nhôm sẽ đạp thua nè đấy sẽ nhôm coi sẽ đạp thua là ngày tiệm tôn là rương con khu mùi chân nằm ngày ní đào nhôm srei ở ba sĩ ca chai cươn nằm côn chào trọc srei tầm ớt lục bàn vừa bắn khu mùi chân nằm chỉ bắn tiệm cái nán lúc có tiền lần này nhôm cả na lạc tục và sốt nâng tầng óc trong su a vu sao rương thưa bón tết cái na lúc có tiền rồi cả thưa tiền này chỉ rương của bầy nè a vu sao anh nằm cho tiền đầu nông bè sốt tiền là rương cơ là bọc và sốt nó cứ tiền nó chai chia chùm này thông miên còn nằm tai hàn nè số mà ra tình yêu nị mân tiền đầu nông bè sốt bài chạy chỉ thông miền bay sông pramaha kasapa định môn chiệp còn là bịa thả tiền bài chạy tới miền bay cho bay năng tiền không chùm này là class hạt lẽ số mà ra tình yêu định môn chập làm tràn tàu ai nên nhận dùng rồi chân khơi tha pramaha kasapa xua tàu mà trên tàu bọc cục này
ចឹងឆ្លើយទៀតចុះអ្នកញោមហ្នឹងហើយចឹងទានដែលមាន3នោះមានអមិសទានធម្មទាននិងអភ័យទានណាសូមព្រះមហាកស្សបៈនិមន្តជ្រាបសាធុទានចែកជាចំណែកធំមាន3អមិសទាន1ធម្មទាន1និងអភ័យទាន1ធម្មទាននិងអភ័យទានខ្ញុំកណាលក្ខទុកសិននិយាយអំពីអមិសទានចុះអមិសទាននេះបើយើងចែកឲ្យធំនៅក្នុងវិន័យក្នុងប្រសូតអភិធម្មហ្នឹងមានប៉ុន្មានដែរហាអ្នកសូមនិមន្តឆ្លើយទានញាតិញោមហ្នឹងហើយចឹងតកតងនឹងទាននេះបើចែកនៅក្នុងព្រះវិន័យមាន4ហើយនៅក្នុងប្រសូតមានប្រមាណញាតិញោមមាន10ហើយទាននៅក្នុងព្រះអភិធម្មមាន6ចឹងសូមព្រះមហាកស្សបៈនិមន្តជ្រាបសាធុខ្ញុំកណាជ្រាបហើយខ្ញុំកណាចង់ឲ្យអាវុសោអនន្តរៀបរាប់អំពីទានក្នុងព្រះវិន័យមួយរៀបរាប់មួយឲ្យបានពិស្ដារឲ្យញាតិញោមយល់ចូលចិត្តមកមើលហាអ្នកសូមអរតនានិមន្តតកតងនឹងទានព្រះវិន័យនោះមាន4នោះទី1ញាតិញោមស្គាល់ញាតិញោមទី1ឯគេគឺចៃវរៈទានចៃវរៈទាននេះញាតិញោមធ្លាប់ស្គាល់គ្រប់គ្នាហើយគឺបានដល់សម្លៀកបំពាក់បើនិយាយប្រសងគឺបានដល់ស្បង់ជីវរអញ្ចឹងណាបងពួកចៃវរៈទាននេះសំខាន់ណាស់ញាតិញោមនៅក្នុងជីវិតយើងសំខាន់នេះសំខាន់ណាស់បើអត់មានសម្លៀកបំពាក់ទេមិនទៅញាតិញោមគឺដើរទៅនឹងគេថាអាម៉េចឯណានោះទៀតណាក៏ចឹងហើយបាននៅក្នុងទាននឹងគឺសំខាន់ណាស់តកតងនឹងចៃវរៈទានហើយចៃវរៈទាននេះគឺជាតម្រូវការជីវិតយើងម្នាក់គ្រប់គ្នាទាំងអស់ផងហើយប្រសងនឹងក៏តម្រូវការដូចជារដូវកឋិននេះគឺថាញាតិញោមបាននាំស្បង់ស្បែកត្រៃជីវរទៅប្រគេនប្រសងនេះឯងឲ្យឈ្មោះថាចៃវរៈទានការឲ្យនៅចៃវរៈទាននេះគឺឲ្យនៅពណ៌សម្បុរញាតិញោមស្ដាប់បានទេពណ៌សម្បុរហ្នឹងនៅពេលដែលបានស្លៀកពាក់ទៅដោយប្រកាសណាគុណម្ចាស់ឃើញស្បង់ជីវរថ្មីហ្នឹងស្អាតទេញាតិញោមស្អាតណាស់ហ្នឹងហើយបើអត់ស្បង់ជីវរមើលទៅមិនទេញាតិញោមនឹងឲ្យឈ្មោះថាឲ្យពណ៌សម្បុរឲ្យពណ៌សម្បុរឲ្យភាពស្អាតទៅលោកនឹងញាតិញោមបានជាតិណាហ្នឹងបានភាពស្អាតណាស្អាតកើតមកនឹងគឺថាសម្រាប់ពណ៌សម្បុរនឹងល្អនេះឯងគឺចៃវរៈទានទានទី2គឺបានដល់អីញាតិញោមបណ្ឌបាតទានបណ្ឌបាតនេះគឺជាគ្រឿងអាស្រ័យដ៏សំខាន់ដែរមានដែរទេគឺតែម្ដងនិងសំខាន់តែម្ដងពីព្រោះក្នុងការរស់នៅយើងត្រូវមានការបរិភោគប្រើប្រាស់ដើម្បីបំពេញនៅកម្លាំងបំពេញនៅដំណើរនៃការរស់នៅនឹងតទៅមុខទៀតគឺត្រូវការបណ្ឌបាតហើយបណ្ឌបាតនេះក៏មានអានិសង្សច្រើនទៅទៀតណានៅពេលដែលលោកបានឆានបានប្រើប្រាស់ទៅលោកមានកម្លាំងមានពណ៌សម្បុរមានប្រាជ្ញាមានភាពឆ្លៀវឆ្លៀសច្រើនណាស់ញាតិញោមមាននៅអាយុស្ដាប់បានទេញាតិញោមបណ្ឌបាតហ្នឹងអានិសង្សច្រើនណាស់ដោយប្រកាសណាគុណម្ចាស់បានឆាន់ចង្ហាន់ចឹងទៅញាតិញោមលោកអាចរស់នៅបានទេរស់បានហើយបើអត់ចង្ហាន់700គេថា700នោះថាស្លាប់ហ្នឹងចឹងលោកត្រូវការចង្ហាន់បណ្ឌបាតហើយចង្ហាន់បណ្ឌបាតហ្នឹងមានប្រយោជន៍ទៅច្រើនទៀតណាទាំងពណ៌សម្បុរណាបានឆានយើងមានកម្លាំងកំហែងពណ៌សម្បុរហ្នឹងក៏ស្រស់បោះហើយមានប្រាជ្ញាសិក្សារៀនសូត្រព្រះធម៌ព្រះវិន័យនឹងឯងគឺជាទានដែលសំខាន់នៅក្នុងជីវិតដែលញាតិញោមគ្រប់គ្នាក៏សំខាន់ប្រកាសណាគុណម្ចាស់ក៏សំខាន់នេះគឺជាទានទី2ទានទី3សេនាសនៈទានស្គាល់សេនាសនៈទានទេញោមសេនាសនៈគ្រឿងអាស្រ័យគឺនេះទីដីទីអង្គុយនេះដោយនៅក្នុងថ្ងៃនេះឈ្មោះថាឲ្យទីសេនាសនៈដល់ប្រសងបានន័យថាឲ្យលោកបានគង់បានប្រើប្រាស់អញ្ចឹងយើងយកឈ្មោះថាឲ្យនៅទីសេនាសនៈហើយទីសេនាសនៈនេះ
cứ chỉ tiên trăm bài đáy nhiệt nhôm đôi chỉ cọt te sầm bài ấy nâng đài nhiệt nhôm đăng côn ở bụng là đài ấy miền ca phơ te xong te chụp chụp bố quát chúng ta ao ti sena ní anh đi xong cứ tơ cầm chặt nơi rồi bom một tròn thì chẹt là nghe ấy nó dơ miền te miền sầm bài tới việc cà pía nó có bỏ te ở sầm bài tí nó bị khai là nghe ngô mà nhiệt nhôm chẹt na nè ơi rồi khai cả đợt ấy ní bao và cả na cô mình cha ọt cọt tê đằng ta là nghe mày tê nên cả na con cha nè hay là nghĩa chứ đăng hai nè ngày mày tự hay khai cả đợt nắng cái chỗ chật ca cái chỗ chật riệp ca nè hay bữa xong khai cả đợt bảo ọt cọt ọt sala tế và bạn nó bảo chất ban cọt ban sala nắng ca pia đôi là bao một cho đau thì chuyện nâng ai nè hay ăn đi xong chả là nhiệt dùng hay tiền tỷ buôn và ca tỷ buôn đó cứ kiện liên là phê sẽ chẹt nam cài rô nhiệt dùng còn nam cài rô đấy cứ bàn tỏ nam pê nam ở sọt bồ ràng ấy nâng nhiệt dùng tàu ca nam cài rô ấy bỏ nó về đây chứ nó về đây lụng bạ và xong có lúc tàu cả nam cài rô nâng rọt chập vì phê sẽ chẹt tấu địa địa anh đang có cài rô đây nè cài rô ấy nhiệt dùng cài rô liên nó về đây lục liên đặt một cặp bông tới đi miên cầm lăng nè ngày mình cầm lăng cầm hai nè ngày tao mà cặp bông tràn tới cắt trường á nhìn nhúng ở đường phê sẽ chẹt đi mà anh dành tinh à phê sẽ chẹt cặp bông đó tràn mặt lõi nó bờ nè ngày ta tràn cắt trường khôi là đa cột đó sắp tới ọt trường mà thằng pina kia vô nè ngày đã phê sẽ chẹt đạiព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតឲ្យព្រះភិក្ខុសង្ឃប្រើប្រាស់ឲ្យជាឆ្នាំនោះញាតិញោមគឺសមត្រាំដោយទឹកអីទឹកម៉ូតគោគឺឆានអ្វីក៏អត់មានរោគដែរញាតិញោមធ្លាប់ថប់ដឹងញាតិញោមក្នុងព្រះវិន័យព្រះអង្គអនុញ្ញាតផ្លែសមហ្នឹងត្រាំដោយទឹកនោមគោអាទឹកម៉ូតគោហ្នឹងស្មាការដើមឡើយនៅឃើញលោកមួយអង្គនោះលោកត្រាំឆ្នាំត្រាំអាចសមផ្លែជាមួយទឹកនោមគោឡើងខ្មៅពេកហ្នឹងហើយផ្លែសមហ្នឹងលោកក្រេបទឹកឡើងខ្មៅហើយចុះត្រាំយោឲ្យអាត្មាឆានខ្មៅអត់ហ៊ានឆានទេលឿទឹកនោមគោចេះទៀតនោះហើយជាឆ្នាំដែលព្រះអង្គអនុញ្ញាតឲ្យព្រះភិក្ខុសង្ឃហ្នឹងហើយផ្លែសមផ្លែកន្ទួតព្រៃនេះឆានពេលល្ងាចបានក៏ញាតិញោមមានផ្លែសមផ្លែកន្ទួតព្រៃអីហ្នឹងបុកអំបិលប្រគេនលោកទៅលោកឆានបានហ្នឹងហើយណាមួយប្រគេនលោកឆានឲ្យរៀបម្ដងផ្លែកន្ទួតព្រៃឆានច្រើនរៀបដែរពេលខ្លះញាតិញោមហ្នឹងហើយចឹងការបកស្រាយតកតងនឹងទាននៅក្នុងព្រះសូត្រនេះទាននៅក្នុងព្រះវិន័យហ្នឹងហើយចេះតែច្រឡំក្មេងសោះនេះផ្លេចច្រើនជាងព្រះមហាកាសបៈទៀតហ្នឹងហើយចឹងការបកស្រាយមានប្រមាណប៉ុណ្ណេះលើលោកខ្វះខាតសូមព្រះមហាកាសបៈបន្ថែមសូមរតនានិមន្តសាធុខ្ញុំកណាស្ដាប់បានណាញាតិញោមព្រះអង្គអនុញ្ញាតឲ្យប្រសង់ឆាន់ឆ្នាំដែលត្រាំដោយទឹកម៉ូតហ្នឹងក្នុងគម្ពីរទឹកនោមគោយកទឹកនោមហើយចាស់ពីដើមគាត់យកទឹកនោមអាគូខ្មៅណាតែក្នុងគម្ពីរលោកសម្ដែងឲ្យតែទឹកនោមគោត្រាំមកលោកយកមកធ្វើឱសថបាននឹងហើយនិយាយរឿងហ្នឹងអាត្មានៅឃើញរឿងវិន័យមួយទៀតអានបញ្ចប់អីវាចូលដល់វិន័យវិញបាត់ហើយនេះនៅឃើញរឿងលោកសម័យពុទ្ធកាលត្រូវស្នេហ៍គេញាតិញោមលោកសម័យព្រះត្រូវស្នេហ៍គេអង្គុយយល់ងយទៅភិក្ខុទៅប្រាប់ព្រះអង្គថាបងសម្ដែងថាឲ្យភិក្ខុទឹកមុនទៅបិណ្ឌបាតទៅមើលផ្ទះញោមណាអាដីជាប់ផាលអង្គលញាតិញោមយើងចាស់ស្គាល់ណាអង្គលណាអាដីជាប់ចុងផាលហ្នឹងយកមកដាក់ទឹកឲ្យលោកឆាន់ទៅអញ្ចឹងក៏ទៅយកមកកោដាក់ទឹកទៅលោកជា
ជារូបត្រូវស្នេហ៍គេហ្នឹងតែសម័យព្រះត្រូវស្នេហ៍ហ្នឹងឥឡូវបងមកវិញណាអានបញ្ចប់គម្ពីរប្រសូតពាក្យថាបច្ច័យប្រែមកថាជាគ្រឿងអាស្រ័យរបស់សត្វលោកមាន4ណាវត្ថុណាជាទីហុំព័ទ្ធកាយការពាររបស់មូសខ្យល់កម្ដៅថ្ងៃពុះតូចនិងពុះធំបិទបាំងអវយវៈតូចធំបិទបាំងសេចក្តីខ្មាស់របស់នោះឈ្មោះថាចៃវរៈទានវត្ថុណាជាទីញ៉ាំងកាយនេះឲ្យប្រព្រឹត្តទៅឲ្យព្រមវិជ្ជរិយធម៌ប្រព្រឹត្តទៅបានអាចធ្វើឲ្យកាយនេះមានសេចក្តីអបសុខនៃកិរិយាស្រេកនិងឃ្លានបានរបស់នោះឈ្មោះថាបណ្ឌបាតមនុស្សណាទីសេនាសនៈណាជាទីការពាររបស់មុខខ្យល់កម្ដៅថ្ងៃពុះតូចនិងពុះធំអាចអភិរម្យសង្ងំកម្មដ្ឋានបានរបស់នោះឈ្មោះថាទីសេនាសនៈវត្ថុណាជាគ្រឿងញ៉ាំងទុក្ខវេទនាដែលកើតអំពីរដូវក្តីកើតអំពីកាលក្តីកើតអំពីរាត្រីក្តីកើតអំពីរោគក្តីរបស់ទាំងអស់នោះឈ្មោះថាគលានបច្ចយៈភេសជ្ជៈបរិខាអនុមោទនីគម្ពីរប្រសូតសំគួរចប់ប៉ុណ្ណឹងហើយក៏មុនបញ្ចប់អរតនីបនិកថាអានទាំងវិន័យអានទាំងប្រសូតទៅផលសូមអរតនីនិមន្ត
ជាប់អំពីប្រណិកថាបានទៀងទាត់អំពីគម្ពីរព្រះពិន័យនិងព្រះសូត្រចប់សពគ្រប់ហើយនៅឡើយតែគម្ពីរព្រះអភិធម្មអភញញាតិញោមអើយកុំអានហេវបបអីនៅកន្លះម៉ោងទៀតចុះចម្រើនបើមិនឲ្យជន់ម៉ោងភ្ញៀវអីពេកទេណានឹងដោយសារថ្ងៃនេះបានឱកាសក្នុងការសម្ដែងពធជាបន្តជាប់ទៅទានចិញ្ចឹមបុត្របរិសុទ្ធក្នុងផ្ទៃរហូតដល់ថ្ងៃបត់ថ្លៃចាគួរទានចិញ្ចឹមស្មោះទឹកដោះបបរកូនរស់បានល្អព្រោះធัวសប្បុរសទានថ្វាយដល់សង្ឃផ្ចង់ឧទ្ទិសទានប្រែតរួយពីឃ្លានព្រោះទានរំដោះទានជាទេវធម៌លំអសប្បុរសទានមានចិត្តស្មោះសង្គ្រោះជីវិត
ទៀនគឺជាទ្រព្យជាប់តាមសន្តានជាមិត្តរួមប្រាណឆ្លងភពងងឹតទៀនកាច់បំបាក់មោហៈក្នុងចិត្តបានត្រាស់ដឹងពិតស្បត់ទៀនបារមីហើយកូនប្រុសស្រីក៏បីចាំទុកគុណម្ដាយឪពុកទានាធិបតីកូនដឹងមង្គល38ជាកម្មអប្រ័យផុតភ័យអបាយមែនទេញាតិញោមគុណម៉ែតាំងតែគួរចាប់ដើមទ្រាំពោពួផើមទ្រាំលំបាកដេកដើរដូចរោគតាមអស្រាតម្រាំកូនចាក់ចេញពីផ្ទៃពេលឆ្លងទនេម៉ែឈឺខ្លាំងចិត្តតាំងកាយប្រឹងព្រមឲ្យភ័យមិនដឹងយ៉ាងណាចិត្តមមីនឹកភ័យក្រែងកូនសូនសង្ខារលោកកូនបានកើតជាទារកម៉ែថើបជញ្ជក់សពកាយាបីបងថ្នាក់ថ្នមពេញហត្ថាមេតាប្រែឈាមជាទឹកដោះនៅពេលកូនឈឺម៉ែរក្សាបីទុកអរាដោយចិត្តស្មោះកូនឈឺម៉ែភ័យមុខស្លាំងអស់មិនសម្រានសោះវាស់ព្រឹកនៅពេលកូនជាម៉ែសប្បាយចិត្តម៉ែមិនណាយមានតែនឹកឃ្លាតឆ្ងាយបន្តិចចិត្តវឹករលឹករកកូនវិលវិញភ្លាមអង្គុយក៏កិលក្រោកឈរដើរទៅតាមដំណើរម៉ែជាយាមខំបងហាត់កូនដោយមិនទៀមក្នុងនាមជាគ្រូឧត្តមក្រៃមែនទេញាតិញោមអើយក្នុងនាមជាគ្រូឧត្តមក្រៃញាតិញោមជីវិតសត្វលោកកើតមកដោយកម្មរស់ច្រើនខែឆ្នាំចូលចាំទុកនៅអប់រំបត់ងារកុំឲ្យល្ងងផ្លូវសងគុណម៉ែឪនោះទើប្រពៃចំណងមេបារៀបការកូនចៅអញ្ជើញញាតិហៅឲ្យពរឲ្យជ័យស៊ីការសបាយចាយប្រាក់ចងដៃធ្វើការ10ថ្ងៃចងដៃការមួយពេលមង្គលការហឺហាសបាយស៊ីផឹកក្អាក់ក្អាយកាយចិត្តអត់ព្រួយគិតថាបានគ្នាក្រំជាជំនួយផ្លេចគិតថែមមួយព្រួយស្មើខណ្ឌ10កាយ1ខណ្ឌ5រងកម្មណែកកាយ2ទឹកភ្នែកសង្វាយសពគ្រប់កាយច្រើនរោគច្រើនចម្រើនទុកជាប់រស់ចាំថ្ងៃស្លាប់ក្រែងអស់អាស្រូវព្រះធម៌នៅមានម្ដេចមិនរៀនស្ដាប់ព្រះធម៌ជាច្បាប់ប្រាប់បង្ហាញផ្លូវមានរូបមានរោគមានខុសមានត្រូវគួរខំរៀនទៅកុំខុសច្រើនពេកអនុមោទនាបន្តមកបែបភ័ក្រងាកមុខញាតិញោមមកចំអនន្តម្ដងទៀតព្រោះអនន្តនៅមកកូពីទៀតកូពីព្រះអភិធម្មអវុសោអនន្តតើពាក្យថាអភិធម្មនឹងមានន័យសេចក្តីយ៉ាងណាហាអ្នកចូលវិសាចនីគណៈនឹងគិតថារឹកខ្លួនហ្នឹងហើយនៅទៀតហ្នឹងហើយបងពិតព្រះមហាកសបៈដោយចម្រើនតកតងនឹងព្រះអភិធម្មនេះមាន7គម្ពីរសូមព្រះមហាកសបៈនិមន្តជ្រាបណាសាធុសួរថាអភិធម្មប្រែថាម៉េចលោកឆ្លើយមាន7គម្ពីរយកអារម្មណ៍ទៅណាអារម្មណ៍ឆ្លើយអារម្មណ៍ទៀតអភិធម្មប្រែថាម៉េចហ្នឹងហើយអារម្មណ៍អត់មួយញាតិញោមហ្នឹងហើយឃើញញាតិញោមច្រើនពេកពីភ័យមួយទេហ្នឹងហើយចឹងតកតនឹងអភិធម្មហ្នឹងអភិប្រែថាក្រៃលែងក៏ធម្មៈគឺធម៌នឹងឯងចឹងធម៌ដល់ក្រៃលែងធម៌ដល់ល្អិតធម៌ដល់សខុមធម៌ដល់ប្រសើរចឹងអភិធម្មប្រែអញ្ចឹងញាតិញោមចឹងសូមព្រះមហាកសបៈនិមន្តជ្រាបធូបជ្រាបហើយនេះបានត្រូវញាតិញោមអារម្មណ៍ទៅណាអារម្មណ៍ដល់លឺតែខែកដឹកខែងារមិននឹងអនន្តកំតាន់ចង់ទៅណានៅនឹងហើយនៅបួសទេសនាឲ្យញាតិញោមស្ដាប់ណាញាតិញោមនឹងហើយមួយទៀតមិញលោកថាអភិធម្មមាន7គម្ពីរអីខ្លះអានេះចូលរៀបរាប់មកមើលគម្ពីរ
Cầm pi áp bị thom miên bầm pi nốt tì muối cứ thom mà sang thật này pi bị phèn bay thiệt tộc cả tha buồn bọc cả lạp bài nhặt pram cả tha vật thô pram muối dẹ mà cả bầm pi mà ha bát than sôm pram mà ha ca sập bát đi buồn chia sa thu triệp hai miên cầm pi thom mà sang cái ní rồi mà ha bát than chẳng nhom cả ná trong xu nằm tiệt thà cho pre áp bị thom nâng cất chỉ thom mà khăn miên còn man thom mà khăn tai hạ nè chỗ bị sai chuyện đi bỏ bật pre mà ha ca sập bát đôi chầm ra tẹt tôn nâng cầm pi pre áp bị thom bằng cất chỉ thom mà khăn miên buồn mơn pi buồn rồi thom mà khăn sôm pre mà ha ca sập bát đi buồn chia sa thu triệp hai cho pre áp bị thom ní miên rư cây còn man đái số bị sai chuyện đi rừng cào tiết ở nhận vô bật số rừng cào slide đâu na nói nó là ngày lâu chạy tôi đang áp bị thong miền rừng cào nhận vô score rừng cào ở cái prap ma phong là ngày lọt từ score rừng đam chơi đam ấy lâu áp bị thong miền rừng cào chui ma phong nhận vô miền man nhận vô trong cả na slide trong ngày tại tôn nâng rưu cao pre áp bị thom miền bay sông pre maha ca sập bát đi môn chia nằm đáy thơm nằm nhiệt nhôm mềm áo nhiệt nhôm được bự trường là vừa sau nắng trong rưu cao miền bay nắng một ấy khá hạn nè chỗ bị sai chuyện đi một mớ lột hệ tô sa mô hạ sông pre maha ca sập bát đi môn chia điệp hai rưu cao miền bay cho áp là bom pre áp bị thom miền còn man tai hạn nè chỗ bị sai chuyện đi miền buồn sông pre maha ca sập bát đi môn chia nắng một ấy khá chỗ bị sai chuyện đi phong một mớ hạn nè buồn nhiệt nhôm buồn lâu nhiệt nhôm na class lọc lên áp bị thom ấy class áp buồn nhiệt nhôm mưa chuột mà linh chẳng à mà lực ti muối á ti đó á lực ti muối này hay phong tại trâu cái to xuống mình chẳng nhận nhôm buồn nắng miền chặt chết tật sạch rụp nập tiền sông pre maha ca sập bát đi môn chia thu triệp hai áp là bỏ áp bị thom miền buồn chặt chơi từ sắp rụp nạp piên áp bị thom đấy bà tê ở về nhà nhiệt nhôm mà sừng ruộng pi việt ly niệm cả thay nuôi sau bát ma thay nơi mà ruộng mòn toàn mau với trong kia tàu chạp tiền này nhiệt nhôm tam cặp bát mê riêng áp bị thom miền trên là ná cái xu tam công pi bị phèn nâng và bột tàu ăn sủng tay và áp bị thom nâng nơi vậy na hai miền còn man cùng pi thom mà sang cái ní ta sủng tay của man thom mà khăn của man cả rạp phiên và rẹp miên riệp rót tiếp nhiệt nhôm tại ngày đi mặt lược tê và lược máu to tầm màu của môi bàn chọc màu của môi bàn chọc nhiệt nhôm chăm và bó rít ỏ chẳng hùng cà tê nâng nhôm cả ná bọ một vinh mình ní bọn anh nắn buổi sáu riệp rót cùng pi tiên pre bị lấy miền buồn nhông cả ná chẳng ai buổi sáu riệp ra cũng bị bắn tét cái nán lúc đầu tiên mà đòn pro ngày ní nhông sấy chai cươn đằng cồn cháu thưa bắn khuốc mùi năm chún lô của bà sắp sầm bồ ta tét cái nán lúc đầu tiên miền này đôi mặt đất tét cái nán lúc đầu tiên ní quật bò để sạp nó trâu thuêอย่างná tiêu con nhà slap nhông cả ná chứ ngon nè nhiệt nhôm mà thà má chứ ngon trong thà nè slap tới cái cọp bạc nè slap tới cái đốt bạc và có cái chặt bê tông tiền mẹ đấy nhiệt nhôm và slap bởi bô chia sau để chăng mà cái chóp ta tẹt cái nan nông vật tiền nông sầm rách đo nè slap nông đòi vị thi nà ta miên vị thi sen cao vị tẹt cái nan nông vật tiền nông đài thế rư còn miên tay phăng mùi trọ đi hai thôi rồi vào đây tiêu sầm rách ban còn vô này nông là mong sầm rôm nông pi về lên hẳn nè số mà đặt tiền đi thì mừng tẹt tôn nâng tẹt thà na nộp tiền đấy cứ chỉ tiền ở từ chun trong phố nè để slap chân tiền nộp nông lục đi dương ai ao đợi tay ao nộp nè ao ấy bán nó có phần tay sầm rạp nè slap đấy cứ
mình ai ao đời đây đời hoi đời bỏ ban thế chẳng hay được nôngประពុទ្ធសាសនាគឺព្រះអង្គសម្ដែងអំពីតក្កណានុបទានដែលញាតិញោមតែងតែនាំគ្នាធ្វើហត្ថតក្កណានុបទាននឹងឯងដែលជាទានឧទ្ទិសជូនចំពោះអ្នកដែលបានស្លាប់ទៅអញ្ចឹងតកតងនឹងការឧទ្ទិសតកតងនឹងការធ្វើឲ្យទៅដល់អ្នកស្លាប់ហ្នឹងមិនមែនចេះតែធ្វើឲ្យតែបានទេព្រោះរឿងទាននេះពីព្រោះអ្នកដែលស្លាប់ទៅអ្នកនៅក្នុងលោកនេះឬក៏អ្នកនៅក្នុងលោកដទៃពីយើងញាតិញោមអ្នកស្លាប់ទៅគឺអ្នកនៅដទៃពីយើងអ្នកនៅលោកដទៃពីយើងចឹងហើយយើងអត់អាចមានវិធីសាស្ត្រឲ្យហុចដោយដៃសែនអុចពុកដល់ឯងញាតិញោមដល់អត់ក៏ចឹងអាត្មាលើកយកអ្នកដែលធ្វើដើម្បីឧទ្ទិសជូនអ្នកស្លាប់ហ្នឹងមានវិធីខ្លះរៀងឆ្កងដោយតកតងគេសែនញាតិញោមសែនគេយកអាលុយគេនោះអាលុយដុល្លារនោះក៏ដាក់លើមុខភ្នោហើយផ្ទះវិឡាយ៉ាងធំហ្នឹងហើយហើយមានម៉ូតូមានឡានមានអីទៀតណាហ្នឹងហើយតែក៏ជាការទេផងលុយក៏ចាយអត់បានដែរដល់ឯងញាតិញោមដល់ឯងញាតិញោមបើថាដល់ហើយចាយបានមែនណាយកមកបាល់ឃើញតែចាយលុយខ្លាំងខ្លាយគេដាក់ទោសទៀតហ្នឹងហើយដាក់ទោសហើយយើងដឹងហើយស្រុកមនុស្សយើងបើចាយលុយខ្លាំងខ្លាយមិនគេចាប់ដាក់គុកហើយយើងឲ្យលុយខ្លាំងខ្លាយទៅគាត់ចាយបើដាក់អាមែនតែនទៅវាអត់ដាក់អាខ្លាំងខ្លាយហើយផ្ទះយ៉ាងដែរផ្ទះឲ្យគ្នាអាផ្ទះកដាស់ញាតិញោមហើយផ្ទះស្បូវផ្ទះអីយើងនៅពិបាកនៅផងនេះឲ្យផ្ទះកដាស់ភ្លៀងមុតទៅអស់ហើយឲ្យហ្នឹងមិនមែនឲ្យទាំងមូលដុតទៅទៀតណាដុតខ្ទេចជាផេះហើយឲ្យគាត់ដល់ល្មីទៅបើដុតអស់ហើយញាតិញោមហ្នឹងហើយឥឡូវគេឲ្យអញ្ចឹងដល់អត់បងដល់អត់ដល់ទេណាហើយមានធ្វើអត់ចឹងហ្នឹងហើយមានលុយមានកាក់ប្រគេនពិតមកចង់បានដល់យើងលេប្រគេនដុល្លារខ្មោចឲ្យលោកអីចប់បដល់អញ្ចឹងតកតងនឹងតក្កណានុបទាននេះដែលជាវិធីបញ្ជូនបុណ្យកុសលសេចក្តីល្អដែលយើងបានធ្វើនឹងជូនទៅដល់ញាតិមានវិធីសម្ដែងនៅក្នុងពុទ្ធសាសនាមាន3ផងទី1ដល់ព្រមដោយបដិគិអកៈពាក្យថាបដិគិអកៈគឺអ្នកទទួលនឹងប្រកបដោយសិលមានសិលពាក្យថាអ្នកទទួលនឹងមិនថាញាតិញោមក៏ដោយឲ្យតែមានសិលមានការប្រព្រឹត្តប្រមចរិយធម៌អីហ្នឹងគឺថាជាបដិគិអកៈអាចឲ្យកូនចៅប្រុសស្រីនឹងផ្ញើទានបានបងនឹងទី1ស្ដាប់បានទេញាតិញោមស្គាល់អ្នកមានសិលទេអ្នកមានសិលមុខមិនក៏ចឹងអ្នកមានសិលហ្នឹងគឺបើយើងសិល5គឺអ្នកពាចាបាណាអត្តនីកាមេមុសាសុរាអាហ្នឹងឲ្យថាអ្នកមានសិលវាថាអ្នកប្រព្រឹត្តល្អណានៅពេលដែលយើងបានថ្វាយទានថ្វាយសប្បាយចិត្តណាបងតែបើអត់សិលយើងទៅថ្វាយទានរីករាយអត់រីករាយមិនកើតបុណ្យតែអត់បុណ្យឧទ្ទិសដល់អ្នកស្លាប់មិនបានអញ្ចឹងតើអ្នកមានសិលបានយើងនឹងសប្បាយនៅក្នុងការធ្វើរីករាយនៅក្នុងការធ្វើទី1ដល់ព្រមដោយបដិគិអកៈទី2អ្នកដែលធ្វើហ្នឹងត្រូវឧទ្ទិសត្រូវប្រកាសតែបើធ្វើឲ្យអត់ឧទ្ទិសអត់ប្រកាសទេសួរថាដល់ទេដូចយើងបាញ់លុយអញ្ចឹងផ្ញើលុយទៅបិតាគេផ្ញើតាមវិញអីអញ្ចឹងណាផ្ញើចោលអញ្ចឹងទៅអត់ផ្ញើលេខកូដឲ្យគេអត់ប្រកាសឲ្យគេដឹងផងហ្នឹងឲ្យគេដកឲ្យមិនទៅយើងត្រូវប្រកាសដំណឹងថាអូកូនចៅប្រុសស្រីក្នុងថ្ងៃនេះបានធ្វើទានធ្វើបុណ្យណាទៅពពុះបដៃហ្នឹងអនុមោទនីឃើញហើយគាត់ដឹងទេដល់ពេលគាត់ដឹងស្ដាប់បានទេញាតិញោមឥឡូវតែឧទាហរណ៍លំវិញរឿងអីញាតិញោមសុទ្ធតែធ្លាប់ផ្ញើមិនចឹងផ្ញើទៅអត់គេសុំលេខកូដអត់មានលេខកូដឲ្យគេអត់ដឹងលេខកូដទៅដកតាណាហើយដូចបុណ្យកុសលអញ្ចឹងយើងធ្វើឲ្យយើងប្រកាសយើងប្រាប់ថាទាននេះ
ខ្ញុំបានធ្វើចំពោះព្រះសង្ឃសូមឪពុកម្ដាយកខកខងអីចឹងទៅសប្បាយរីករាយនឹងទានរបស់កូនចៅនេះនឹងអង្គទី2អង្គទី3គឺស្ថិតនៅលើអ្នកទទួលអ្នកទទួលហ្នឹងដែលយើងឧទ្ទិសទៅហ្នឹងគេបានដឹងណាគេបានដឹងហើយគេរីករាយគេសប្បាយគេអនុមោទនាដល់នៅញាតិញោមដល់នៅពេលដែលគេបានដឹងគេជ្រះថ្លាគេបានទេបានចុះបើយើងធ្វើជាមួយអ្នកមានសិលហើយឧទ្ទិសហើយតែគេអត់សប្បាយដល់ទេដោយថាយើងទៅមើលរឿងល្ខោននៅវត្តណាមួយចឹងតាស្រាប់តែមកវិញនិយាយប្រាប់កូនចៅល្ខោនយុគមិញល្អមើលណាស់មួយនោះត្រូវប្តីបោចសក់ចេះអានោះចុះប្រាប់ដល់ម្នាក់ទៀតដែលអត់បានទៅគេស្ដាប់ហើយគេអត់សប្បាយតែពេលគេអត់សប្បាយអាការសប្បាយនឹងបានដល់គេអត់បានដល់ទេចុះបើយើងប្រាប់ទៅគេសប្បាយដែរមែនទេបាទបានមើលមិនសប្បាយមិនទៅវិញបានឯងបានសប្បាយទេបានទោះបីមិនបានទៅមើលក៏ដោយក៏បានសប្បាយដែរបនក៏ដូចគ្នាដែរញាតិញោមនៅពេលដែលយើងបានធ្វើយើងបានប្រឹកនឹងចែកចាយចែករំលែកប្រកាសឲ្យគេដឹងទោះបីអ្នកនឹងមិនបានធ្វើផ្ទាល់ក៏ដោយនៅពេលដែលគេជ្រះថ្លានឹងទង្វើរបស់យើងគេសប្បាយចិត្តដូចយើងដែរនឹងឯងបនវាបានដោយរបៀបនឹងចឹងហើយញាតិញោមធ្វើបនទៅទាននឹងកុំខ្លាចការឧទ្ទិសកុំខ្លាចការចែកម្លែកណាជូនបនជូនអីចឹងទៅណាតណៃបានធ្វើទានធ្វើអីចឹងអូពុកវាណាខ្ញុំទៅវត្តបានប្រគេនចង្ហាន់លោកចេះកូនចៅអីទៅថ្ងៃនេះម៉ែបានធ្វើនេះធ្វើនោះណាសបាយផងហ្នឹងហើយតែបើចៃទៅអត់ប្រកាសប្រាប់ទៅអត់សបាយអត់បានបនដែរហ្នឹងហើយចឹងបនបានទៅដល់ហ្នឹងគឺដោយរបៀបហ្នឹងញាតិញោមអាចពិចារណាមានហេតុមានផលទេញាតិញោមមានហេតុមានផលទេមានហេតុមានផលអញ្ចឹងហើយបានការធ្វើហ្នឹងគឺដើម្បីឲ្យដល់បុព្វការីជនរបស់យើងនឹងគឺដោយតេកណានុបទាននឹងឯងអញ្ចឹងការបកស្រាយមានប្រមាណប៉ុណ្ណេះសូមព្រះមហាកសបៈនិមន្តជ្រាបគុណសាធុជ្រាបហើយរឿងសែនព្រេនអីគឺយើងទាំងអស់គ្នាបើធ្វើក៏ធ្វើទៅក្នុងការប្ររពគុណឪពុកម្ដាយណាញាតិញោមប៉ុន្តែគ្រាន់តែថាឲ្យដល់មិនដល់ទេចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាត្រូវដឹងត្រូវយល់រឿងលុយខ្លែងខ្លាយនឹងឆ្នាំណាទេលោកវត្តលោកគេយកទៅចូលបន់យកលុយកដាស់100សែនទៅចូលបន់អាចារ្យរកក៏ចំលុយសែនមិនដឹងថាអ្នកចូលនឹងដឹងដែរឬអត់ទេណាញាតិញោមក៏នឹងមិនអីទេញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាធម្មទេសនាអាត្មាច្រើនម៉ោងហើយក៏លំងសំរុំនឹងត្រូវបញ្ចប់ប៉ុន្តែមុននឹងបញ្ចប់ថែមអីទៀតបានណាចឹងគឺមុននឹងបញ្ចប់សូមលើកបុណ្យកុសលទាំងអស់ជូនចំពោះញោមឧបាសកសម្បូរដែលបានលះលោកនេះទៅកាន់បរៈលោកនេះហើយអស់រយៈកាល1ឆ្នាំព្រមទាំងញាតិសន្តានទាំងអស់គ្នាសូមឲ្យលោកបានចំណែកនៃសេចក្តីសុខគ្រប់ប្រការជូនបុណ្យកុសលដល់អិសរាធិបតីគ្រប់រូបពុទ្ធបរិស័ទញាតិញោមស្ដាប់ពធគ្រប់គ្នាសូមឲ្យលោកបានចំណែកនៃសេចក្តីសុខគ្រប់ប្រការប៉ុន្តែមុននឹងបញ្ចប់ពធទេសនាសូមអារាធនានិមន្តបនិកថែសវាធ្យាយនៅបទព្រះអភិធម្មគ្រប់ព្រះអង្គទៅ
ង